មស្រឡាញ់ផ្លែនវាមិនត្រឹមតែជាការស្រឡាញ់រូបរាងប៉ុណ្ណោះតែវាជាព្រលឹងដែលបានជួបគ្នាក្រោយបែកគ្នាជាយូរនោះដោយសារតែការយល់ចិត្តគ្នាដ៏ជ្រាលជ្រៅដែលបង្កើតបានការតាក់ទាញឈីសៀនាងអ្នកនិពន្ធឆ្នាំស្អីទៅមនុស្សមិនស្គាល់ស្នេហាដូចនាងនិពន្ធរឿងស្នេហាយ៉ាងម៉េចនាងត្រឹមតែជាអ្នកបោកប្រាស់បងឈីសៀបងមិនដែលមានស្នេហាមែនទេតែរឿងរ៉ាវក្នុងសៀវភៅសុទ្ធតែជារឿងពិតដែលប្រិយមិត្តចៃរំលែងបងមិនចង់មានស្នេហាខ្លួនឯងទេរឿងនឹងចង់មានបានភ្លាមមែនអង្គុយចាប់ទីនេះសិនហើយបងឈីសៀបងចាប់អារម្មណ៍ត្រូវហ៊ានសាឡបងព្រលឹងបងនឹងនាំផ្លូវបងទៅជួបស្នេហ៍ពិតមិនខានខំប្រឹងឡើងជឿជាក់លើបងហើយបាយហើយការពិនគ្រូបង្រៀនរឿងស្នេហាបែរជាមិនដែលមានស្នេហាអស់សំណើចណាស់ឈីសៀឆាប់ផ្ញើ 5% ដែលនៅសល់ឲ្យខ្ញុំឥឡូវនេះមកហើយមើលទៅរឿងស្នេហាមិនទាន់ទាំងចាប់ផ្ដើមផងតែចិត្តចប់ទៅវិញហើយមិនដឹងថាគិតស្អីទេបានជាមកអានសៀវភៅនៅកន្លែងបែបនេះណែឈប់អានទៅហ៎ឲ្យម្នេះមើលស្អីគេនឹងហ៎មិនស្គាល់ទាំងអស់ផងសៀវភៅមួយក្បាលនេះគេល្បីតគ្នាថាជាកាពីញ៉ាយស្រីព្រាននារីត្រឹម3ថ្ងៃសៀវភៅកំពុងពេញនិយមតែលើថាអ្នកនិពន្ធជាមនុស្សអត់ចេះមានស្នេហាទេចេះតែផលិតរឿងមានហ្វេនរាប់លានអ្នកឯណោះបើចង់ចេះញ៉ែសួរអ្នកប្រុសមួយទី2ពួកយើងទៅពឹងលើមុខមាត់ស្អាតសង្ហាបែបនេះក៏អាចតាក់ទងហ្វេនបានច្រើនដែរល្មមបានហើយរត់ដល់ឃើញតែបកាយតែខាងសម្ដីផ្អែមសួរគាត់មើលតើធေါ်អនុវត្តអត់មិនអាចទេបៃឈិនឯងមានសង្សារច្រើនរាប់មិនអស់កំប្រាប់ថានៅតែនៅស៊ីនទៀតហ៎សួស្ដីប៉ៅលោកមួយកាយបានអត់ក្នុងបាននេះមានប្រុសស្អាតច្រើនគួរសមគួរឲ្យស្ដាយម្នាក់នេះមើលមួយផ្លែតដឹងតែជាព្រាននារីហ្មងចេញទៅយកមកទៅនេះជូនអ្នកនាងខាងនេះមកកែជាគេបែបនេះស្អាតជាងមកទីនេះអ្នកនាងបានហើយអរគុណសម្រាប់បុយកាយនេះក៏ប៉ុន្តែខ្ញុំរវល់សុំតមុនតាន់ហើយនេះចាត់ទុកជាហើបលាគ្នាបានទេសុំទោសបងស្រីបងភ្លេចរបស់ហើយអរគុណអធិស្ឋានទូរស័ព្ទខ្ញុំអស់ថ្មអាចសុំខ្ចីប្រដាប់សាកថ្មបន្តិចបានទេចាបានឲ្យទូរស័ព្ទអ្នកនាងមកប្រុសស្អាតសុំអេដវីឆាតជាមួយគ្នាមកមើលទៅថាខ្ញុំតាមបងឆ្ងាយប៉ុណ្ណាបងមិនមែនដាច់ចិត្តដាក់ខ្ញុំបែបហ្នឹងទេដឹងអីអាយ៉ាបងប្រុសស្អាតខ្ញុំប្រាប់នាងច្រើនដងហើយថាខ្ញុំមិនចាប់អារម្មណ៍នាងទេជប់រំខានខ្ញុំទៀតបានទេមិនព្រមអេដជាមួយខ្ញុំមែនទេខ្ញុំប្តឹងប៉ូលីសឥឡូវនេះប្រាប់ថាបងប៉ះពាល់ខ្ញុំសុំទោសខ្ញុំមកយឺតហើយម៉ាក់បងហ៎មើលមកខ្ញុំចាត់ដល់ម្លឹងផងហី Baby មិនក៏ក្រមកម្លេះបងចាំអូនឡើងយូរអើយបងនឹងអ្នកមីងម្នាក់នេះជាសង្សារនឹងគ្នាអីខ្ញុំមិនជឿទេ
ងជឿនៅនាងមើលងាយអ្នកណាគេអូសុំទោសផងមុននេះខ្ញុំឃើញលោកត្រូវគេរំខានអញ្ចឹងទើបចូលមកជួយទៅ អ្នកនាងទូរស័ព្ទអ្នកនាងបើកវិញហើយចង់ឲ្យខ្ញុំយកទៅឲ្យអត់ អូបាន បងស្រីជឿលើឃើញភ្លាមស្រឡាញ់ផ្លែតអត់ សំណួរមួយនេះលោកសួរបងស្រីប្រមាណអ្នកហើយ បងជាមនុស្សដំបងក៏ជាមនុស្សម្នាក់គត់ចប់ហើយរឿងស្នេហាមួយយប់គួរឲ្យធន់នោះបែរជាមកកើតឡើងលើខ្ញុំទៅវិញបើត្រូវការទទួលខុសត្រូវតាក់ទងមកខ្ញុំបាន សៀសៀមិនក៏យកមិញមកលើទូរស័ព្ទអញ្ចឹងពួកយើងរៀបចំកម្មវិធីអបអរនាង អ្នកនាងកុំព្យូទ័ររបស់អ្នកនាងភ្លេចពីម្សិលមិញចង់ឆែកឥឡូវនេះមែនទេ ស្ថាគេយកមិញនៅជាមួយអ្នកណាលុយទៅស្ថាគេជាមួយប្រុសមែនឬមិនមែន អរគុណអត់តន់ check out ទេព្រោះមានមនុស្សនៅក្នុង ចាស់ បើត្រូវការឲ្យខ្ញុំទទួលខុសត្រូវតាក់ទងមកខ្ញុំបានហ៎មិនទុកលេខទូរស័ព្ទផងឲ្យខ្ញុំតាក់ទងតាមណាទៅ សៀសៀនាងចាំជាខ្លាំងមែនឬស្នេហាគ្រាដំបងមកហោះភ្លាមមានអ្នកមើលរាប់លាននាក់ លោកមិនបានឃើញទស្សនវិជ្ជាគេគប់ខ្ញុំកណ្ដាលមុខខ្មាស់គេប៉ុណ្ណាទេ លោកសេខេស្ពែននិយាយថាបើយើងចង់ពាក់មកុនត្រូវទ្រាំនឹងការកេងមិនលក់នេះជាការពិតនេះជាតម្លៃនៃការល្បីឈ្មោះរបស់នាង ក៏ប៉ុន្តែมันអាចបង្ខំឲ្យខ្ញុំមិនដេកដើម្បីធ្វើអត្ថបទទេមើលដកភ្នែកខ្មៅខ្ញុំទៅហៀបធ្លាក់ដល់ មិន ដី បង្ខ ហើ ំ យ ទេមិនបង្ខំទេទៅចិត្តចុះគឺថាសៀសៀមានកម្រងថ្មីទៅតាក់ទងមកតើចាប់អារម្មណ៍ឬក៏អត់ កម្រងថ្មីហ៎ហើយពួកមុខលុយលោកនេះភ្លេចអ្វីខ្ញុំនិយាយមុននឹងហើយមែនទេ គេឲ្យគុណនឹង10 បើអញ្ចឹងថាអត់ក៏មិនបាន អញ្ចឹងសម្រាប់បែបនេះចុះតែទៀតចាំខ្ញុំនាំទៅចុះកិច្ចសន្យា ម្នាក់ក្រោយមិញឲ្យជាមកបិឈិនមែនទេឮមកថាគាត់ទើបតែមកពីស្រុកក្រៅថ្មីៗនេះគ្រូសាហ្វូក៏ទទួលភ្លាមគាត់ជាប្អូនប្រុសបង្ការលោកហ្វូ ប្អូនបង្កើតអាមិនក៏តកូលខុសគ្នាអញ្ចឹង គ្រូសាអភិជនតែតែមានរឿងលាក់បាំងបែបនេះហើយ 아무 말 없이 내게서 거저만 가ជាគេអរគុណ អេភ្លេចខ្ញុំលឿនម្ល៉េះ ខ្ញុំ អ្នកប្រុសទី2ចៃដនមែនលោកនៅទីនេះដែរឈីសៀស្គាល់គ្នាមែនទេ លោកគឺ អ្នកប្រុសមូខ
ខ្ញុំជាអ្នកគ្រប់គ្រងផ្នែកអាជីវកម្មមកពីស្ទូឌីយោជូជិនសៀជាសៀជាអ្នកនិពន្ធឆ្នាំប្រចាំក្រុមហ៊ុនរបស់យើងហើយក៏គឺជាប្រពន្ធរបស់ខ្ញុំដែរគម្រោងលើកនេះជារឿងដែលបែបលេងលះគេតម្រូវឲ្យអ្នកនិពន្ធមានបទពិសោធន៍រៀបការហើយជួយសហការ នាងរៀបការហើយហ៎ អ្នកប្រុសមូពួកយើងមកដើម្បីចុះកិច្ចសន្យាថ្ងៃក្រោយសង្ឃឹមថាលោកនឹងជួយណែនាំពួកយើង 내 맘에 자꾸만 스며들어 향기로 ខ្ញុំនិយាយគ្នាតែពីរអ្នកនាងបានដែរទេ ច្បាស់ជាបានហើយបានអ្នកប្រុសមានកំណត់តាក់ទងនឹងគម្រោងនេះអាចជជែកជាមួយនឹងជីសៀបានពួកយើងនឹងសហការអស់ពីលទ្ធភាព នាងរៀបការមែនទេឆ្លើយនឹងខ្ញុំមក នាងគឺរៀបការខ្លាំងខ្លាយឬក៏មិនបានរៀបការសោះតែម្ដងបងស្រីបងកុហកមិនសមហេតុផលទាល់តែសោះ លោកមូវាត្រឹមតែស្នេហាមួយយប់ទេលោកគ្មានសិទ្ធិលូកលាន់រឿងខ្ញុំឡើយ ក្រែងប្រាប់ថាទទួលខុសត្រូវលើខ្ញុំហ៎ពេលនេះធ្វើមិនដឹង សុំទោសផង សៀសៀមិនតាណាខ្ញុំខំដាក់រងចិត្តដល់វេនពួកយើងហើយក្រុមហ៊ុនកូហ្វូធំដល់ហើយចុកកងត្រាក៏ត្រូវតែតម្រង់ចូលដែរអង្គុយទៅ មនុស្សប្រុសដូចលោកមានសិទ្ធិអីមកអង្គុយទីនេះចេញទៅ លិនស៊ឺម៉ែនទីបំផុតបានជួបគ្នាម្ដងទៀតហើយ ហើយចំណែកឯងវិញកុំគិតថាបានលុយពីតកូលមួម៉ាសែន ម៉ាក់គេមើលមកច្រើនណាស់មានអីទៅនិយាយគ្នានៅផ្ទះទៅ អាកូនអត់ខាន់ស្លាបើហ៊ានតែមានកំណត់មិនល្អដែលឯងមិនគួរមាននោះពីមុនយើងបដៅម៉ាក់ឯងបែបណាខ្លះពេលនេះយើងនឹងបដៅឯងដូចគ្នា ណែបានហើយម៉ាក់ សៀសៀតាណានឹង បើចេះណាម៉ាក់ចង់បងចំណាស់នេះទៅហើយនៅតែចេះលេងខ្លួនមិនណយទេណោះក៏ប៉ុន្តែប្រុសក្មេងម្នាក់នេះសង្ហាគ្រាន់បើចង់ចាត់ការគាត់របៀបណា ខ្ញុំទើបចូលមកតកូលមូមិនចាំបាច់ប្រញាប់ពេកទេលំហូរប្រាក់មូលធនគ្រួសារមូយ៉ាងម៉េចទៅហើយ ហ្វូហានឆនប្រយ័ត្នណារាល់ពេលប្រាក់ចេញត្រូវតែចាត់ការនៅបរទេសទាំងអស់ចង់ស៊ើបក៏មិនងាយស្រួលដែរ ហើយលោកម្ចាស់ហានេះជាមច្ឆាថ្មីបងចិញ្ចឹមមែនទេ បងស្រីមកលេងជាមួយគ្នាទេ មិនបាច់ទេត្រូវហើយខ្ញុំត្រូវជាអ្វីនឹងគេកុំគិតម្នាក់ឯងពេកអី នាងជាមនុស្សដំបងក៏ជាមនុស្សតែម្នាក់គត់បងស្រីមកលេងជាមួយគ្នាទៅ ពិតមែនហើយមនុស្សប្រុសធ្វើពុតជាស្រឡាញ់ដូចអ្នកសម្ដែងអញ្ចឹង Sometimes I know it. There's a smile on my face, dreaming. បងស្រីមិញនេះបារម្ភពីខ្ញុំមែនទេ លោកគិតច្រើនពេកហើយឬរបស់លោកគ្មានអីដែលខ្ញុំត្រូវបារម្ភទេអេណែមិនក៏ក្តៅខ្លួនខ្លាំងម្ល៉េះ អើ
មួយឈីងត្រីអត់ខានស្លាប់មិនចេះខ្មៅយៀនហ៊ានលួចលាក់ដូចយើងផងឯងសពនឹងបានលទ្ធផលបែបនេះហើយ ម៉ាក់ម៉ាក់ ហើយអាកូនអត់ខានស្លាប់ឯងកុំគិតថាបានលួយពីតកូលមួម៉ាសែន ម៉ាក់កុំដេញខ្ញុំអីម៉ាក់ម៉ាក់គឺខ្ញុំគឺបៃឈិន ចាញ់ទៅ ម៉ាក់ ចាញ់ទៅហ្វូស៊ីនមិនក៏បងក៏ហក់ចាប់ទៅកើតទាំងដែលបងមានប្រពន្ធរួចហើយហេតុអីមកតាក់ទងខ្ញុំទៀតជីវិតរបស់ខ្ញុំវិនិច្ឆ័យឲ្យសត្វតែបងខ្ញុំមិនចង់ឃើញបងទេចាញ់ទៅចាញ់ទៅ ម៉ាក់ឆាប់បើកទ្វារទៅម៉ាក់កុំដេញខ្ញុំអីបងស្រីបងស្រឡាញ់ខ្ញុំមែនទេ ខ្ញុំស្រឡាញ់លោកឯងខ្ញុំប្រហែលមិនទាន់យល់ច្បាស់ថាស្នេហាជាអ្វីទេតែពេលនេះខ្ញុំគ្រាន់តែចង់ I've been thinking of it all week. Taste of salt and white, hands all over. មានចិញ្ចៀនគ្មានស្នាមដានអីទេបងស្រីបងត្រូវតែសងការកក់ខ្ញុំលើកនេះខ្ញុំមិនថ្នមបងទៀតទេ ពេលស្រឡាញ់មនុស្សម្នាក់មានអារម្មណ៍បែបណា បេះដូងលោតញាប់ឆេះឆាយឈឺបេះដូងចង់គ្រប់គ្រងគេតែម្នាក់ឯង ម្ដាយហើយខ្ញុំមានសញ្ញានេះទាំងអស់ កំពុងមើលអីហ្នឹង អូកំពុងអានសៀវភៅ សៀវភៅហ្នឹងបងអ្នកសរសេរមែនអ្នកគ្រូឈីអញ្ចឹងជួយខ្ញុំវិធីញ៉ាយបានអត់ ស៊ី មុខខ្ញុំបងហ៊ានលើកទូរស័ព្ទប្រុសផ្សេងផង នាងមិនតាន់ងើបពីគេទេឯងការចុះកុនត្រាម្សិលមិញត្រូវលើកមកថ្ងៃនេះហើយបញ្ញាមកក្រុមហ៊ុនមក ល្អ Knowing you are, you're the one I'm looking for. អ្នកប្រុសមក Hello លោកឡើងទៅមុនចុះ ធ្វើអីចង់ធ្វើជាមិនស្គាល់គ្នាទៀតហើយបងស្រី ឥឡូវនេះជាម៉ោងការងារត្រូវធ្វើឲ្យម៉ត់ចត់បន្តិចទៅម្យ៉ាងទៀតនៅក្រុមហ៊ុនត្រកូលហ្វូកុំចូលមកចិត្តខ្ញុំពេក បាទកញ្ញាអញ្ចឹងខ្ញុំឡើងទៅមុនសិនហើយ បងបៃឆាន់បងមកមិនកំប្រំតាក់ទងមកខ្ញុំអញ្ចឹងខ្ញុំនឹកបងខ្លាំងណាស់ប្រុសព្រាន នាងអាចយល់ច្រឡំលើខ្ញុំអត់ អូ ប៉ា អញ្ជើញលោកសិន កូនស្រីឯងមិនដឹងអីតតែសោះឲ្យតែឃើញបៃឈិនភ្លាមប៉ាក៏លេងខ្វល់ដែរណា ប៉ាមិនទុកមុខឲ្យខ្ញុំតតែសោះ អាយ៉ាលបងសិនក្មេងៗឥឡូវត្រូវតាក់ទងគ្នាច្រើនបែបហ្នឹងហើយ បងពូបងចំជាកូនប៉ុនមែនកូនប្រុសបងពីរនាក់សិតតែបកាយមិនដូចជាខ្ញុំទេមានកូនស្រីតែម្នាក់ថែមមិនបានការទៀត អឺ
ឯងណាត្រូវរាប់អានឈានយកឲ្យបានល្អចាំមើលថ្ងៃក្រោយក្រែងលោកមានឱកាសខ្លាចជាកូនប្រសាររបស់តកូលសិន លបងពូមានតែលបងទេដែលយកចិត្តខ្ញុំជាងគេណា គ្រាន់រឿងរៀបការចូលផ្ទះខាងស្រីសោះសប្បាយដល់ម្លឹងចំមែនតើមក លើថាមូបៃឈិនម្នាក់នេះទោះបីជាកូនអត់ខាន់ស្លាតែគ្រួសារសិនពេញចិត្តគេខ្លាំងណាស់មើលតាមស្ថានភាពបែបនេះពួកគេប្រហែលជាកំពុងមើលចិត្តគ្នាហើយ គេមានមិត្តស្រីរួចហើយឯងចូលរឿងការប្រជុំមិញជាស្អីវិញ ធ្វើមកស្អុយបែបនឹងធ្វើអីធ្វើមើលតែខូចចិត្តរឿងស្នេហាសប្បាយចិត្តមើលថ្ងៃនេះពួកយើងបានចុះកងត្រាធំណាស់ណាតោះ បើឆិនណានៅទីនេះកំដរឈិនយកឲ្យបានល្អប៉ានិងពូសិនត្រូវមានការជជែកគ្នា បាទ លើថាមូបៃឈិនម្នាក់នេះទោះបីជាកូនអត់ខាន់ស្លាតែគ្រួសារសិនពេញចិត្តនឹងគេណាមើលស្ថានភាពបែបនេះប្រហែលជាពួកគេកំពុងតែមើលចិត្តគ្នាហើយ ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែន បងស្រីជឿលើស្នេហាឃើញភ្លាមស្រឡាញ់ផ្លែតអត់បងស្រីបងស្រឡាញ់ខ្ញុំមែនទេ ក្នុងលោកនេះគ្មានស្នេហាពិតទេប្រាប់បងជាមួយបងបៃឆាន់ត្រូវជាអីនឹងគ្នាត្រូវជាអ្វីនឹងគ្នាត្រឹមជាស្នេហាមួយយប់ប៉ុណ្ណោះខ្ញុំពមៀននាងកុំនៅចិត្តបងបៃឆាន់ខ្ញុំឲ្យសោះមិនអញ្ចឹងខ្ញុំមិនលើកលែងឲ្យនាងដាច់ខាតអ្នកនាងសិនអ្នកនាងរកខំមនុស្សហើយកុំរៀមខ្ញុំក៏វាគ្មានបានប្រយោជន៍អីដែររឿងប្រុសនាងលួចមានស្រីឬអត់នោះមិនមែនខ្ញុំអ្នកសម្រេចទេបានតានិយាយបែបនេះបានន័យថាបងដេកជាមួយគ្នាហើយស្រីថប់ទៀបនាងអ្នកនាងសិនពេលនេះជាក្រុមហ៊ុនហ្វូប្រាដៃប្រាជើងមិនល្អមើលទេឬនាងមិនដឹងថាលោកពូហ្វូមានបំណងចង់ផ្សំគុំពួកយើងទេទោះនាងបានដេកជាមួយគ្នាមែនវាអាចទៅរួចយ៉ាងម៉េចនាងយល់ច្រឡំហើយគេជាអ្នកវាឡើងលើក្រែខ្ញុំខ្លួនឯងទេចំពោះខ្ញុំគេគ្មានន័យអីក្រៅដៃគូមួយគ្រាទេនាង ថ្ងៃក្រោយខ្ញុំនឹងទៅលេងដល់ផ្ទះ បងបៃឆាន់ជប់នេះបងត្រូវតែញ៉ាំបាយផ្ទះខ្ញុំចាំបង ល្អខ្ញុំដឹងហើយ ល្អជួបគ្នាជប់នេះ បើឆិនពួកយើងនិយាយគ្នាបន្តិចឮបោកថាម្សិលមិញឯងនឹងមីនិនរបស់បង្ករឿងនៅក្រុមហ៊ុនឯងមិនអីទេ ខ្ញុំមិនអីទេ ប៉ាខុសចំពោះឯងនឹងមករបស់ឯងត្រូវនៅបរទេសច្រើនឆ្នាំម្នាក់ឯងបែបលំបាកណាស់ហើយ អើយ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  ប៉ាខ្ញុំចង់ចូលក្រុមហ៊ុន មិនក៏ស្រាប់តែមានកំណត់ចង់ចូលក្រុមហ៊ុន ក្រែងប៉ានិងពូសិនចង់ផ្សំផ្គុំពួកយើងមែនទេខ្ញុំគ្រាន់តែគិតថាបើថ្ងៃក្រោយខ្ញុំខ្លាចជាអ្នកបន្តវេនតកោសិនមិនអាចបណ្ដឹងខ្យល់អីសោះទេបែបនេះច្បាស់ជាធ្វើឲ្យប៉ាអាប់មុខ ឯងនិយាយត្រូវបេឆិនមិនស្មានថាឯងនៅក្មេងខ្ចីតែកំណត់បាច់ជាចាស់ទុំដល់ម្លឹងសោះសមជាកូនប្រុសរបស់ហ្វូស៊ីនមែនឥឡូវចេះចុះចាប់ពីថ្ងៃស្អែកនេះទៅឯងនឹងមកប្រុសឯងត្រូវរៀនសូត្រការងារក្នុងក្រុមហ៊ុនឯងល្អថ្ងៃមុខតកូលសិននិងតកូលហ្វូធ្លាក់ក្នុងដៃតកូលហ្វូយើងហើយ ប៉ាកុំបារម្ភអីខ្ញុំច្បាស់ជារៀនឲ្យបានល្អ ពីសៀឮមកថាបនដណ្ដើមគម្រោងធំរបស់ក្រុមហ៊ុនត្រកូលបានហើយសំនឹងឈ្មោះដែលគេហៅថាអ្នកនិពន្ធឆ្នាំលំដាប់លេខ1មែនស្រីផ្សេងគ្រាន់តែត្រូវធ្វើខ្លួនស្អាតតាក់ទាញតែខ្ញុំវិញបែរជាត្រូវរកលុយចិញ្ចឹមគ្រួសារអេបងឈីខ្ញុំភ្លេចសួរមួយស្នេហានៅបារកាលពីលើកមុននោះពេលនេះដល់ណាហើយមានរឿងរំភើបចង់ចែករំលែកដែរទេគ្មានស្នេហាផ្អែមស្អីទេមានតែរឿងសើចត្រូវជាងនៅតែការរកលុយក៏ក្តៅជាងអូ សេសេបងប្រុសឯងមានរឿងធំហើយមានរឿងអីកើតដែរឈីតុងដឹងថាត្រូវសងលុយគេប្រហែលដែរទេនៅគិតថាខ្លួនឯងនៅក្មេងទៀតទេឯងអាយុ19ឆ្នាំហើយកំឡោះហើយណាមិនដឹងថាវាយគេរបួសធ្ងន់ធ្ងរខ្លាំងបែបនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទេក៏ប៉ុន្តែមកពីគេមាត់អាក្រក់មុនទេគេមានសិទ្ធិអីមកប្រឌិតរឿងផ្លូវភេទបងនៅខាងក្រៅ បងឯងច្បាស់ជាដើរលោកខ្លួននៅខាងក្រៅហើយ មកនេះឈឺអន់ អត់ទេ ថ្ងៃក្រោយអ្នកដតីនិយាយអីបណ្ដោយឲ្យពួកគេនិយាយទៅបងមិនមែនរស់នៅលើមាត់អ្នកដតីឯណា សេសេចាប់ពីខែក្រោយទៅម៉ាក់លែងបានលេបថ្នាំទៀតហើយកុំផ្ញើលុយឲ្យម៉ាក់ច្រើនទៀតអី ម៉ា
មិនក៏សុកនិយាយបែបនេះ ថ្ងៃនេះម៉ាក់បានទៅពិនិត្យជំងឺពេទ្យប្រាប់ថាជំងឺរបស់ម៉ាក់បានត្រឹមតែគ្រប់គ្រងប៉ុណ្ណោះมันអាចព្យាបាលជាសះស្បើយឡើយម៉ាក់អាយុច្រើនណាស់ហើយមិនចាំបាច់ចំណាយលុយច្រើនឥតប្រយោជន៍ទេប្អូនឯងគេត្រូវចូលរៀនមហាវិទ្យាល័យការចំណាយក៏កាន់តែច្រើនទៀតម៉ាក់មិនដាច់ចិត្តឃើញឯងតែម្នាក់ឯងដែលត្រូវមកនៅហត់បែបនេះទេមកពីម៉ាក់មិនបានការ ម៉ាក់រឿងលុយកាក់មិនចាំបាច់បារម្ភទេខ្ញុំមានលុយ សេស៊ីម៉ាក់ដឹងថាកូនមិនងាយស្រួលទេបើអញ្ចឹងកូនរកមនុស្សប្រុសម្នាក់រៀបការជាមួយទៅម៉ាក់មិនខ្វល់ថាគេមានលុយឬអត់នោះទេយ៉ាងហោចណាស់កូននឹងមានអ្នកទីពឹងធ្វើបែបនេះ ទៅម៉ាក់អស់បារម្ភណា ល្អខ្ញុំនឹងគិតគូររឿងនេះតែអ្នកទាំងពីរមិនដឹងទេការងារខ្ញុំរវល់ណាស់ឲ្យខ្ញុំរកប្តីពីណាបាន មើលនេះទៅម៉ាក់បានយកវាពីកន្លែងរើសគូសកលមកឯងមើលសិនទៅក្រែងលោកមានអ្នកណាត្រូវចិត្ត ម៉ាក់តាមពិតខ្ញុំមានរឿងធំហើយ សេស៊ីតាមពិតមិត្តប្រុសដែលឯងតាក់ទងគឺជាសៀវជីនទេអី ម៉ាអូមិនមែនទេអ្នកមីងតាមពិតខ្ញុំនឹងសៀមើលចិត្តគ្នាយូរមកហើយដល់ពេលនេះទើបបានប៉ាបាយអ្នកមីងជាកំហុសរបស់ខ្ញុំទាំងស្រុងតែម្ដងខ្ញុំពិនិត្យខ្លួនឯងមកកា មិនអន់ទេសម្ដែងបានល្អណាស់តែ សេដោយសារថ្ងៃនេះអ្នកមីងនិងប្អូននៅជុំគ្នាខ្ញុំចង់ឆ្លៀតឱកាសល្អនេះសូមនាងរៀបការជាផ្លូវការ កើតអីឲ្យប្រកាសនឹងក្រែងពួកយើងព្រមព្រៀងគ្នារួចអស់ហើយតែ សេតាំងពីវិទ្យាល័យពួកយើងនៅក្បែរគ្នារហូតដល់រៀនចប់បាក់ក្រុមហ៊ុនរួមគ្នាឆ្លងកាត់ឧបសគ្គមកជាមួយគ្នាច្រើនណាស់សង្ឃឹមថាថ្ងៃមុខខ្ញុំអាចរស់នៅជាមួយនាងរហូតទៅនាងរៀបការជាមួយខ្ញុំបានដែរទេ សេមើលទៅសៀវជីនជាមនុស្សល្អក្រាន់បាយកព្រមជាមួយគេទៅ ត្រូវហើយបងស្រី សេម៉ាក់នាងជាចំណុចខ្សោយនាងមិនជឿថានាងបដិសេធខ្ញុំចំពោះមុខគាត់ទេ មកផ្សាយជាមួយខ្ញុំ អេមានរឿងអីទៅ ខ្ញុំក៏មិនដឹងដែរ ខ្ញុំគ្រាន់តែឲ្យលោកសម្ដែងធ្វើសង្សារមិនមែនឲ្យសុំខ្ញុំរៀបការទេ សេមនុស្សគង់តែរៀបការមានកូនដូចតែគ្នានឹងតាមស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់នាងគិតថាអាចស្វែងរកប្រុសល្អជាងខ្ញុំដែរទេ ម៉ាក់អាយុចាស់ណាស់ហើយមិនចាំបាច់ចំណាយលុយកាក់ច្រើនឥតប្រយោជន៍ទេម្យ៉ាងវិញទៀតប្អូនឯងចូលរៀនមហាវិទ្យាល័យច្បាស់ជាត្រូវចំណាយច្រើនទៀត ម្យ៉ាងទៀតពេលនេះនាងអាយុ30ឆ្នាំហើយប្រហែលឆ្នាំទៀតនឹងអស់រដូវបើចាំដល់ពេលនោះរៀបការតែនរណាយកនាងពួកយើងធ្វើឲ្យខ្លាចទៅជាការពិតទៅកុំឲ្យអ្នកមីងមានការបារម្ភមកល្អទេ មិនចឹងឯងរកមនុស្សប្រុសម្នាក់រៀបការទៅម៉ាក់មិនខ្វល់ថាគេមានលុយឬអត់ទេយ៉ាងហោចណាស់ឯងមានអ្នកទីពឹងធ្វើបែបនេះទៅម៉ាក់អស់បារម្ភ កុំរើអីអ្នកមីងលួចមើលមកហើយនេះច្បាស់ជាមិនចង់ឲ្យគាត់ខកចិត្តទេសេកុំបារម្ភអីថ្ងៃក្រោយខ្ញុំនឹងមើលថែនាងបានល្អ បងបៃឈិននៅចាំហាងមួយនេះបានទេនេះជាកន្លែងដែលពួកយើងជួបគ្នាដំបូងបងកំពុងមើលអីណាមកដល់នេះហើយនៅជួបស្រីនឹងទៀតបងបៃឈិនខ្ញុំមានអារម្មណ៍ថាបងដូចជាយកចិត្តទុកដាក់នឹងឈីសៀននឹងដល់ហើយ មិនអាចទៅកុំផ្ទេយផ្ដេសផ្ដាស់ឆាប់ទៅប៉ាកំពុងនៅចាំ ឈីសៀចាំមើលទៅហ៊ានបំបាច់តំណែងតំណងខ្ញុំនឹងបងបៃឈិនផងខ្ញុំមិនឲ្យនាងរួចខ្លួនទេ មិនក៏គេនៅទីនេះ កំពុងមើលស្អីហ្នឹង អូគ្មានអីទេប្រញាប់ទៅវិញទៅ លោកជាមិត្តប្រុសរបស់ឈីសៀមែនទេ អ្នកនាងសិនចៃដន្យមែនមកពិសាបាយនៅទីនេះដែរហ៎អ្នកនាងសិនខ្ញុំចិញ្ចើមមកពីសៀតយោជិនសៀសង្ឃឹមថាមានឱកាសធ្វើការជាមួយអ្នកនាង ចិនចាលោកមិនដឹងខ្លួនថាត្រូវគេបោកទេអី អ្នកនាងសិនចង់មានតែយ៉ាងម៉េចឲ្យប្រកាសទៅ មិត្តស្រីលោកបានញ៉ៃបងបៃឈិនខ្ញុំនៅចំពោះមុខខ្ញុំតែម្ដងលោកគួរតែបដៃនាងខ្លះទៅ ឈីសៀលួចញ៉ៃអ្នកប្រុសមួយហ៎មិនអាចទៅរួចទេឈីសៀមិនជំនួសបែបនេះទេបើនាងចេះញ៉ៃប្រុសមែននោះក៏មិនមកឲ្យខ្លួនឯងនៅលីវដែរ មើលទៅលោកស្គាល់នាងច្បាស់ដល់ហើយ
ឬលោកមិនបានដឹងថាពួកគេធ្លាប់ដេកជាមួយគ្នាទេស្រីម្នាក់នោះមើលខាងក្រៅដូចជាសុភាពណាស់តែក្រៅក្នុងមិនដឹងឲ្យដៃប្រុសមិនទេ អ្នកនាងសិនខ្ញុំស្គាល់ចរិតលីសៀច្បាស់ណាស់រឿងនេះច្បាស់ជាមានការយល់ច្រឡំជាមិនខាត ចំជាភ្លឺមែនមិនជឿក៏តាមចិត្តថ្ងៃក្រោយចាំតែដេកយំទៅ អូចិនចៅលោកចង់ធ្វើស្អី សៀសៀនេះយកព្រមរៀបការជាមួយនឹងខ្ញុំហើយពួកយើងមិនគួរចាប់ផ្ដើមសុភមង្គលជាពិតប្តីប្រពន្ធធម្មតាទេហ៎ ចិនចៅខ្ញុំមិនតាន់ត្រៀមខ្លួនរួចទេទុកពេលឲ្យខ្ញុំខ្លះទៅឲ្យខ្ញុំគិតមើលសិន ចង់កន្លះសម្ដីហ៎ឬមួយក៏នាងបានដេកជាមួយនឹងមូបៃឈិនហើយសៀសៀនាងលេងជាស្រីបរិសុទ្ធទៀតហើយមិនក៏នៅធ្វើរឹកខ្ពស់បែបនេះទៀតខ្ញុំដឹងច្បាស់ណាស់ថានាងពូកែបណ្ដាខ្លួនខ្លាំងប៉ុណ្ណាទៅ ចិនចៅឡើងខ្ញុំចិនចៅថ្ងៃនេះទុកថាលោកស្វឹងតែចុះបើមានលើកក្រោយទៀតពួកយើងផ្ដាច់ការសហការគ្នាមិនក៏នៅទីនេះ នាងដេកជាមួយគេហើយ លោកមូលោកគ្មានសិទ្ធិលោកលួនរឿងខ្ញុំទេ ពិតមែនទេម្សិលមិញក្រោមទ្រូងខ្ញុំនេះមានក្តីសុខណាស់មិនក៏ពេលនេះទៅឡើងក្រែនអាផ្សេង ខ្ញុំគ្រាន់តែចង់កេងជាមួយគូដណ្ដឹងខ្ញុំរស់នៅដោយប្តីប្រពន្ធធម្មតាលោកក៏មានមិត្តស្រីរួចហើយដែរមិនគួរមិនចូលរឿងបែបនេះទេ នាងទុកខ្ញុំជាស្អីជាដៃគូរួមក្រែ នាងយល់ច្រឡំហើយគេខ្លួនឯងទេដែលឡើងលើក្រែខ្ញុំខ្លួនឯងចំពោះខ្ញុំគេគ្រាន់តែជាដៃគូមួយយប់ប៉ុណ្ណោះគ្រប់យ៉ាងត្រឹមជាការព្រមព្រៀងពួកយើងទេលោកមានខាត់អីណា ជិសៀនាងមិនព្រមឲ្យខ្ញុំប៉ាខ្លួននាងតាមពិតមកលួចជប់គ្នាជាមួយនឹងមូបៃឈិនសោះ បងស្រីបងក៏មានចិត្តលើខ្ញុំដូចគ្នាដែរមែនទេ ឈីសៀឯងមិនអាចបណ្ដោយខ្លួនឲ្យលងជ្រៅទៅក្នុងរឿងនេះទៀតទេអ្នកប្រុសមូពួកយើងជួបគ្នាខុសតាំងពីដើមមកម្លេះឲ្យតែមេឃភ្លឺពួកយើងត្រូវទៅផ្ទះរៀងៗខ្លួនរហូតពួកយើងនៅពិភពពីរផ្សេងគ្នាតាំងពីដើមចំពោះរឿងកន្លងមកបំភ្លេចវាចោលទៅ មិនដឹងខ្លួនថាខ្ញុំស្រឡាញ់នាងទេ ខ្ញុំមិនចង់មានចំណាយក្នុងហ្គេមលោកទេម្យ៉ាងទៀតខ្ញុំភ្ជាប់ពាក្យរួចហើយក្តីស្រឡាញ់លោកខ្ញុំទទួលយកមិនបានទេ សៀសៀយប់មិញខ្ញុំសម្បឹងខ្លាំងពេកខ្ញុំគ្មានអំណងធ្វើបាបនាងទេ ចិនចៅអរគុណដែលម្សិលមិញជួយសម្ដែងជាសង្សារខ្ញុំតែគ្រប់យ៉ាងបានចប់ហើយសង្ឃឹមថាលោកឈប់គិតរឿងមិនល្អទៀត កុំបារម្ភអីខ្ញុំសន្យាមិនឲ្យមានរឿងកើតឡើងដូចកាលពីយប់មិញទៀតទេក្រោយសៀសៀចំពោះកិច្ចប្រជុំនឹងក្រុមហ៊ុនល្ងាចនេះតើឲ្យខ្ញុំទៅជំនួសវិញម្យ៉ាងទៀតនាងមិនមែនជាមនុស្សចូលចិត្តចូលរួមកិច្ចប្រជុំអីស្រាប់ទៅហើយ ក៏ល្អដែរព្រោះពេលនេះខ្ញុំមិនដឹងថាត្រូវប្រឈមមុខនឹងបៃឈិនបែបណាទេលំបាកលោកហើយ មិនក៏ជាលោកឈីសៀនៅឯណា អ្នកប្រុសមូថ្ងៃនេះឈីសៀមិនស្រួលខ្លួនទៅខ្ញុំមកជំនួសនាង មែនទេបានអញ្ចឹងចាំពេលជាសះស្បើយចាំប្រជុំ អ្នកប្រុសមូរវាងលោកនិងសៀសៀមានការយល់ច្រឡំមែនទេនាងជាប្រពន្ធរបស់ខ្ញុំ អ្នកទាំងពីរត្រូវស្អីនឹងគ្នាខ្ញុំគ្មានចំណាប់អារម្មណ៍ទេតែបើនាងមិនមកដល់ខ្លួនឯងផ្ទាល់ទេខ្ញុំមិនប្រកាន់នឹងរឿងដៃគូផ្សេងឡើយ មិននឹកស្មានថាគេមកក្រាស់ដល់ម្លឹងសោះសូម្បីមនុស្សស្រីមានប្តីហើយក៏មិនព្រមលេងគម្រោងនេះខ្ញុំដណ្ដើមយកយ៉ាងលំបាកមានតែវិធីនេះទេអ្នកប្រុសមូមិនបាយរំខានដល់ថ្នាក់នេះទេស្ទុតយកពួកយើងតែងតែប្រកាន់ខ្ជាប់នៅគោលការណ៍ចាត់ទុកការងារជាធំខ្ញុំនឹងនាំនាងមកទីនេះ ហ៊ានរុញមនុស្សស្រីខ្លួនឯងដើម្បីផ្គប់ចិត្តដៃគូមកខាងទៀតឈីសៀជ្រើសរើសប្រុសបែបហ្នឹងនាងខ្វាក់ភ្នែកឬយ៉ាងម៉េច រងចាំអាផ្លេតសិនពេលនេះបែបនាងរវល់ទៅមិនទាន់លើកទូរស័ព្ទ មិនចាំបាយរំខានទេទុកខ្ញុំតាក់ទងទៅនាងចុះ បៃឈិនលោកត្រឹមតែជាមនុស្សកើតក្នុងតកូលអ្នកមានតែប៉ុណ្ណោះ
វាយរឹកស្អីម្លេះរបស់ចិនស៊ើបដឹងហើយរវាងចិនចៅនិងឈីសៀគឺជាមិត្តនឹងគ្នានឹងជាដៃគូការងារគ្មានភ្ជាប់ពីអីទេមកហើយ មកបៃឈិនពាក់អាវឲ្យឆាំ ស្លន់ស្លោធ្វើអីមិនស្លាប់ឃើញមែនទេ បដូរកន្លែងនិយាយគ្នាទៅ នាងចង់គេចពីខ្ញុំ យល់ច្រឡំហើយថ្ងៃនេះខ្ញុំរវល់ជាប់ដៃនឹងការងារប៉ុណ្ណោះ បងស្រីកុហកមិនសមហេតុផលទាល់តែសោះមុនបងមកទីនេះមិនមែនត្រៀមពាក្យកុហកឲ្យត្រូវគ្នានឹងចិនចៅទេដឹងម្យ៉ាងទៀតខ្សែភ្នែកមើលមនុស្សបងអន់មែនទែនចិនចៅដើម្បីតែបានកម្រងមួយនេះគេហ៊ានរុញមនុស្សដែលខ្លួនស្រឡាញ់ឲ្យមកនៅក្បែរខ្ញុំដើម្បីផ្គាប់ចិត្តខ្ញុំនឹងរុញបងឲ្យឡើងក្រែជាមួយខ្ញុំទៀត អ្នកប្រុសមូខ្ញុំគិតថាជុំមិញខ្ញុំនិយាយច្បាស់ហើយបើគ្មានការងារផ្សេងត្រូវជជែកគ្នាទេខ្ញុំសុំទៅសិនហើយ សុកចិត្តឲ្យគេប្រើប្រាស់បងហ៎ ត្រូវហើយពួកយើងជាដៃគូការងារតាំងពីដើមម្លេះដែលត្រូវគេប្រើប្រាស់បញ្ជាក់ថាខ្ញុំមានតម្លៃ អញ្ចឹងគិតពីខ្ញុំវិញទៅខ្ញុំក៏ព្រមឲ្យបងប្រើប្រាស់ដែរខ្ញុំគ្មានចិត្តស្រឡាញ់ឈានយកបន្តិចនោះទេក្នុងចិត្តខ្ញុំមានតែបងម្នាក់គត់ នេះជារឿងរបស់លោកគ្មានអីពាក់ព័ន្ធនឹងខ្ញុំទេ ខ្ញុំស្រឡាញ់បងខ្ញុំជារបស់បងម្នាក់គត់ ហេតុអីក៏ខ្ញុំពិបាកបដិសេធរាល់ពាក្យដែលប្រុសម្នាក់នេះនិយាយអញ្ចឹង បងក៏មានអារម្មណ៍ដឹងដែរត្រូវទេ បងស្រីដឹងថាងើបមើលកូនប្រុសគេកាត់ព្រឹកអញ្ចឹងលទ្ធផលបែបណាដែរទេ បងបៃឈិនក្រោកពីគេងនៅអូពូហ្វូប្រាប់ខ្ញុំពីលេខកូដផ្ទះបងហើយបើបងមិនទាន់ភ្ញាក់ទេខ្ញុំចូលទៅហើយណាបងបៃឈិនក្រោកហើយខ្ញុំតែងអាហារពេលព្រឹកមកមិនក៏មានស្បែកជើងមនុស្សស្រីនៅទីនេះយ៉ាងណានៅខាងក្នុង គ្មានទេ ប្រាប់មកជាឈីសៀមែនទេឈីសៀឆាប់ចេញភ្លាមមកឈីសៀមកក្រាស់គ្មានកែខ្មាស់បងបៃឈិនបងនៅចេញមកការពីនាងទៀតទេ បងចេញទៅសិនចុះ បាន ឡូឡាឆ្អែតហើយនៅ បងបៃឈិនមិនក៏មិនដែរឲ្យនាងចូលផ្ទះបងមិនខ្លាចថាពូហ្វូបានដឹងរឿងនេះទេអី ប្តឹងគាត់ទៅ ខ្ញុំស្រឡាញ់បងខ្លាំងណាស់មិនក៏បងធ្វើបែបនេះដាក់ខ្ញុំ ខ្ញុំប្រាប់នាងតាំងពីដំបូងខ្ញុំមិនបានស្រឡាញ់នាងនោះទេ ស្រឡាញ់ស្រីម្នាក់នោះខ្លាំងណាស់ហេ ខ្ញុំស្រឡាញ់អ្នកណាជារឿងរបស់ខ្ញុំមិនពាក់ព័ន្ធជាមួយនាងទេឥឡូវនេះចេញពីផ្ទះខ្ញុំភ្លាមចេញទៅជប់សិនតែទៀតខ្ញុំបដូរលេខកូដផ្ទះខ្ញុំហើយថ្ងៃក្រោយហាមនឹងមកជន់ទីនេះទៀត ពួកគេហើយឈីសៀអញកំពុងសម័យស្អី អ្នកនាងសិនរកខ្ញុំមិនតាន់បែបនេះមានការសំខាន់មែនទេ មើលទៅ តាមពិនពួកគេតាក់ទងគ្នាយូរមកហើយ ខ្ញុំដឹងថាលោកមិនជឿសម្ដីខ្ញុំទេទើបខ្ញុំចាត់មនុស្សទៅលួចវីដេអូនេះធ្វើជាផតតាំងចាំមិនដែរព
ពេលនេះព្រមសហការជាមួយខ្ញុំនៅ ប្រាប់មកចោះខ្ញុំធ្វើអី ខ្ញុំដឹងថាលោកនឹងឈីស៊ីបានរួមគ្នាបង្កើតក្រុមហ៊ុនតូចមួយនេះឡើងអារម្មណ៍លោកចំពោះនាងមិនមែនត្រឹមមិត្តភក្តិធម្មតាទេតែពេលនេះបងបៃឈិនកំពុងចាប់អារម្មណ៍លើនាងបើលោកនៅតែមិនព្រមធ្វើអីទៀតខ្លាចតែថាឈីស៊ីបោះបង់លោកចោលទេ មិនអាចទេខ្ញុំនឹងនាងមានមនោសញ្ចេតនារាប់ឆ្នាំនាងមិនអាច លោក ថា នេះមានមិត្តភាពថាត់ថេរទេមានតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះលោកគិតថារបស់ឲ្យលោកអាចផ្ដល់ឲ្យនាងស្មើនឹងតម្លៃកូនប្រសាស្រីត្រកូលហ្វូមែនដែរទេ ចិនចៅថ្ងៃនេះຕົកថាលោកសវឹងចុះបើហ៊ានធ្វើបែបនេះថ្ងៃក្រោយទៀតពួកយើងឈប់សហការគ្នាទៀត អញ្ចឹងទៅថ្ងៃនោះនាងនិយាយរឿងផ្ដាល់ការសហការតាមពិតនាងតាំងមកបៃឈិនមានគំនិតអាចចោលខ្ញុំតាំងពីដំបូងអ្នកនាងសិនចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េច ងាយទេឲ្យតែលោកអាចធ្វើឲ្យឈីស៊ីចេញពីបងបៃឈិនបានក្នុងនាមជាដៃគូសហការនេះគឺជាទឹកចិត្តអន្តែងទុយរបស់ខ្ញុំ កិច្ចសន្យាក្រុមហ៊ុនសិនក្រុមហ៊ុនហ្វូប្រៀបនឹងក្រុមហ៊ុនសិនមិនបានឡើយអ្នកនាងសិនខ្ញុំរីករាយដែលសហការនឹងក្រុមហ៊ុនសិន ល្អជូនពរពួកយើងទទួលបានជោគជ័យ គម្រោងនេះឈានដល់វគ្គបញ្ចប់ហើយនេះជាលទ្ធផលនៃគម្រោងចុងក្រោយពិនិត្យមើលទៅក្រែងមានត្រូវសម្រួល មិនចាំបាច់ទេពឹងលើបងហើយ បៃឈិនឆាប់ចេញមកនេះចេញមកនេះ គាត់អាចនឹងមានរឿងអីទេ នាងគិតថាគ្រាន់តែឡើងក្រែបងបៃឈិនបានអាចមានឱកាសរៀបការជាមួយគាត់ទេប្រាប់នាងឲ្យដឹងចុះមនុស្សស្រីថោកទាបដូចនាងគ្មានកន្លែងក្នុងខ្សែភ្នែកពូហ្វូឡើយ អ្នកនាងសិនមនុស្សដែលខ្ញុំស្រឡាញ់គឺមូបៃឈិនគេជាគេមិនមែនទ្រព្យសម្បត្តិគេទេ ចាំមើលនាងអាចធ្វើរឹកពោតដល់ពេលណាគិតថាបងបៃឈិនបោះបង់គ្រួសារដោយសារនាងអីដេកសម័យទៅ ឮមកថាជីសៀម្នាក់នោះចិត្តស្និទ្ធជាមួយឯង ប៉ាជាក់ស្ដែងខ្ញុំបានគិត ប៉ាធ្លាប់ឆ្លងកាត់រឿងនេះប៉ាយល់ពីយុវវ័យឈាមរៀបដូចពួកឯងច្បាស់ណាស់គ្រាន់តែលេងសើចមិនដៃទេក៏ប៉ុន្តែមិនត្រូវបំផ្លាញការងារធំឯងបានឡើយ ហ្វូស៊ីនមិនក៏បងដាច់ចិត្តកុហកខ្ញុំអញ្ចឹងបងមានប្រពន្ធរួចទៅហើយមិនក៏បងតាក់តងខ្ញុំទៀតជីវិតខ្ញុំត្រូវបំផ្លាញដោយសារតែបងខ្ញុំមិនចង់ឃើញបងទៀតទេចាច់ទៅ ម៉ាក់តាមពិតប៉ាក៏ធ្លាប់មានគំនិតលេងសើចដូចគ្នាពេលបោកប្រាស់ម៉ាក់ខ្ញុំដែរមែនទេ បៃឈិនណាក្នុងគ្រួសារហ្វូគ្រប់យ៉ាងត្រូវទុកផលប្រយោជន៍គ្រួសារជាធំជីសៀម្នាក់នោះឈប់តាក់ទងនាងទៅបើមិនអាចដោះស្រាយខ្លួនឯងបានទេចាំប៉ាជួយចុះ ខ្ញុំដឹងហើយ អញ្ចឹងល្អហើយយប់នេះណាត់ឈិនយកទៅញ៉ាំបាយទៅរួចសុំទោសនាងឲ្យត្រឹមត្រូវតំណែងតំណងពួកយើងនឹងគ្រួសារសិនមិនអាចកាត់ផ្ដាច់បានឡើយយល់ពីបំណងរបស់ប៉ាដែរទេ មកនេះមកចាំឡើងឡានហើយណា យប់មកនេះហើយអ្នកណាមកនឹង ចិនចៅពេលខ្លះលោកត្រូវចេះប្រើល្បិចចាត់ការនាងឲ្យដាច់ស្រឡះទៅទើបនាងរត់គេចពីលោកមិនបាន មិនក៏លោកមកទីនេះ ទិញអាហារយកមកឲ្យនាងហើយនឹងឆ្លៀតពេលនិយាយរឿងការងារ គេពិតជាຕົកខ្ញុំដូចទាសកលពិតមែនមិនដែលឲ្យខ្ញុំនៅម្នាក់ឯងសោះអញ្ចឹងចូលមកអង្គុយទៅ អោបមួយមក មិនញ៉ាំទេអី អត់ទេខ្ញុំអត់ឃ្លាននាងញ៉ាំចុះ អញ្ចឹងខ្ញុំមិនគួរសមទេមិនក៏មើលខ្ញុំបែបនេះ គ្មានអីទេឆ្ងាញ់អត់ រសជាតិមិនអន់ទេគ្រាន់តែ
ដូចជារៀងវិលមុខបន្តិច សៀ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 មិនក៏មិនលើកទូរស័ព្ទខ្ញុំអញ្ចឹងតិចលោនាងខឹងនឹងខ្ញុំទៅជូនអ្នកនាងសិនទៅផ្ទះ បងបេឈិនទៅផ្ទះពេលនេះមិនប្រញាប់ពេកទេដឹងហីពួកយើងទៅមើលកុនជាមួយគ្នាទេ មិនទៅទេ ក្រែងបងសន្យានឹងពូហ្វូថាកំដរខ្ញុំឲ្យល្អនោះអី សិនឈានយោកុំបានចិត្តខ្លាំងពេកអី គ្រាន់តែមើលកុនប៉ុណ្ណោះមិនខាត់ពេកបងច្រើនណាបើមិនព្រមទៅជាមួយខ្ញុំទេខ្ញុំមិនទូរស័ព្ទទៅប្តឹងពូហ្វូឲ្យ ទៅ សៀសៀចុះបើមូបៃឈិនបានឃើញវីដេអូដែលពួកយើងបានដេកជាមួយគ្នាគេនៅចង់បាននាងទៀតដែរទេយប់នេះនាងត្រូវតែខ្លាចជារបស់ខ្ញុំ បកក្រោយ បងបេឈិនមានរឿងអីក្រែងពួកយើងទៅរោងកុនណាឬក៏គាត់បានដឹងរឿងអស់ហើយ បៃឈិនខ្ញុំក្តៅខ្លួនណាស់ បើកភ្នែកមើលឲ្យច្បាស់ទៅថាខ្ញុំជាអ្នកណា ចិនចៅមិនក៏ជាលោកទៅវិញលោកចង់ធ្វើអី ចង់ធ្វើអីសៀសៀនាងមិនគិតដល់ពេលដែលពួកយើងត្រូវបំពេញតួនាទីជាប្តីប្រពន្ធទេហីនាងគិតថាមូបៃឈិនព្រមបោះបង់គ្រួសារហ្វូហ៎ដើម្បីតែនាងម្នាក់ពិតមែនហ៎គេគ្រាន់តែលេងសើចជាមួយនាងតែប៉ុណ្ណោះ ចេញទៅ ណែសៀសៀនាងបង្ខំខ្លួនឯងទេ បងបេឈិនពិតជាចង់ទៅរកស្រីម្នាក់នោះមែនទេ លែងដៃ គិតថានាងស្រឡាញ់បងមែនទេនាងស្រឡាញ់លួយបងប៉ុណ្ណោះមិនប្រកាសទេបែបនាងកំពុងអោបប្រាប់ផ្សេងទាំងសបាយក៏ថាបាន មិនក៏នាងដឹងច្បាស់ម្ល៉េះ បែបនេះក៏ល្អភ័ស្តុតាងនៅនឹងកន្លែងវាច្បាស់ជាអង្គុយមើលវីដេអូហើយ មិនអីទេ អាមនុស្សអត់បានការឱកាសឡើងល្អដល់ថ្នាក់នេះហើយត្រូវអញធ្វើខូចអស់ ចិនចៅគេលួចដាក់ថ្នាំខ្ញុំ ថាម៉េច មូបៃឈិននាងជាគុណអនង្គរបស់ខ្ញុំលោកមានសិទ្ធិអីមកនាំនាងទៅ អាចង្រៃហ៊ានដាក់ថ្នាំនាងផងហ៎ បងបេឈិនបើវាយទៀតច្បាស់ជាមានអ្នកស្លាប់មិនខាន បៃឈិនខ្ញុំក្តៅខ្លួន កុំបារម្ភអី ចង់នាំនាងទៅណា កុំគិតថាខ្ញុំមិនដឹងឲ្យសោះឈានយោបើខ្ញុំដឹងថានាងធ្វើបាបគេម្ដងហើយម្ដងទៀតខ្ញុំមិនឲ្យនាងរួចខ្លួនទេចេញទៅ បងបេឈិនមកពីលោកទាំងអស់នាងត្រូវថ្នាំហើយនាងធ្វើអីមិនបានអញអាចធ្វើស្អីបានខ្លះទៅ បៃឈិនកុំទៅអី បានខ្ញុំមិនទៅទេចុះទៅ បៃឈិនខ្ញុំពិបាកក្នុងខ្លួនណាស់ ភ្ញាក់ហើយហ៎ យប់មិញ យប់មិញគឺបងស្រីខ្លួនឯងទេដែលសុំវសុំខ្ញុំនោះ
ចង់ធ្វើអីប្រើរួញចង់រត់ចោលហ៎បងស្រីព្រាមបរោះច្បាស់ណា ខ្ញុំមិនមែនទេ ពិតមែនណា បងឈីស៊ីមានរឿងហើយឆាប់មកក្រុមហ៊ុនមក មិនដឹងស្រីមុខក្រាស់ណាទេហ៊ានធ្វើដល់ថ្នាក់នេះឆ្នាំក្រហមនេះគួរតែជះកដាលមុខនាងទៅត្រូវ ថ្ងៃនេះផ្អើលពេញអ៊ីនធឺណិតឬថាអ្នកនិពន្ធម្នាក់ឈ្មោះឈីសៀលួចញ៉ាយនៅប្រម៉ូទទី2ត្រូវគូដណ្ដឹងតាមតននៅលើក្រែទៀតផង មនុស្សថោកទាបបែបនេះគួរតែបិទចោលពីអ៊ីនធឺណិតឲ្យអស់ កំពុងនិយាយផ្ដេសផ្ដាស់អីចេញទៅចេញឲ្យឆ្ងាយទៅបងឈីស៊ី មានរឿងអ្វីឲ្យប្រកាន់ បងឈីស៊ីខ្ញុំមិនជឿទាល់ទេសោះពាក្យចាចាស់អារ៉ាមអស់នេះ អរគុណឯងហើយចិនចាយនៅក្រុមហ៊ុនអន គាត់នៅក្នុងបន្ទប់មិនដឹងថាយប់មិញគាត់ធ្វើសេចខ្លះទេថ្ងៃនេះមកធ្វើការមុខប៉ោងដូចក្បាលជ្រូកអញ្ចឹង វីដេអូលោកនោះនៅណាសួរថាវីដេអូនោះនៅណា វីដេអូស្អីនិយាយព្រេះផ្លាស់ស្អី មិនព្រមទទួលកំហុសទៀតទេគិតថាប្រើប្រព័ន្ធអ៊ីនធឺណិតច្បាប់ធ្វើអ្វីលោកមិនបានមែនទេ ប្តឹងខ្ញុំទៅនាងក៏ដឹងថាអ្នកណានៅក្រៅក្នុងរឿងនេះគឺសិនឈិនយ៉ូគិតថាមូបៃឈិនហ៊ានប៉ះតកូលសិនដោយសារនាងឯង ចិនចាយនាងផ្ដល់ប្រយោជន៍អ្វីដល់លោកទៅទើបធ្វើឲ្យលោកហ៊ានក្បត់មិត្តច្រើនឆ្នាំបែបនេះ សៀសៀខ្ញុំប្រាប់នាងរួចហើយថាឲ្យនៅឆ្ងាយពីមូបៃឈិនរៀបការជាមួយនឹងខ្ញុំមិនល្អត្រង់ណាទៅមានត្រង់ណាដែលខ្ញុំមិនសមនឹងនាង លួចដាក់ថ្នាំខ្ញុំហើយដើរបំពងពាក្យចចាមអារ៉ាមពីខ្ញុំនៅទុកថាខ្លួនឯងល្អទៀតទេ នាងបង្ខំឲ្យខ្ញុំធ្វើបែបនេះនាងលួចតាក់ទងនឹងបៃឈិនក្រៅខ្នងខ្ញុំរឿងអស់នេះខ្ញុំមិនប្រកាន់ទេឲ្យតែនាងព្រមរៀបការនឹងខ្ញុំអាចឲ្យនាងសិនលុបរឿងកំពុងតែផ្ទុះនោះបាន លោកយល់សពទៅ នាងគិតដល់ថ្លៃព្យាបាលម៉ាក់នាងនិងថ្លៃរៀនរបស់ប្អូននាងខ្លាចទេបើរឿងនេះនៅតែបន្តកើតឡើងទៀតនាងនឹងត្រូវគេបិទសិទ្ធឲ្យឈប់ឈរជើងនៅក្នុងវិស័យនេះហើយត្រូវបាត់បង់ប្រាក់ចំណូលគ្រប់យ៉ាងមិនក៏បំផ្លាញអនាគតខ្លួនឯងដើម្បីមូបៃឈិននោះទៅវិញនាងមិនមែនគិតថារៀបការជាមួយគេទេដឹងហ៎គ្រួសារអភិជនមិនមែនចង់ចូលបានតាមចិត្តទេ ចិនចាយលោកខ្លាចជាមនុស្សថោកទាបបែបនេះតាំងពីកាលលោកពេលនេះគឺគួរឲ្យខ្ពើមរអើមខ្លាំងណាស់ ខ្ពើមហ៎ឈីសៀនាងមិនមែនចង់បានលុយដល់ថ្នាក់ឡើងលើក្រេជាមួយនឹងគេទេដឹង តាមពិតលោកមើលមកខ្ញុំបែបនេះសោះល្អជ្រុលជាអញ្ចឹងហើយអញ្ចឹងចាប់ពីថ្ងៃនេះទៅពួកយើងឡើងជាមិត្តគ្នាហើយ សិនឈិនយ៉ូ ឯងចង់ទៅណាកូនអកាតញ្ញូយើងទៅប្រាប់ឲ្យឯងធ្វើល្អដាស់ឈានយោមើលអាចចង្រៃឯងធ្វើពេលនេះទៅ ខ្ញុំដឹងហើយខ្ញុំនឹងទៅគិតបញ្ជីជាមួយនាង ឈប់ឯងនឹងចង់គិតបញ្ជីជាមួយនាងទៀតឯងមានដឹងទេថាពូសិនកន្លះពាក្យសម្ដីជាមួយយើងហើយយើងចំណាស់នេះទៅហើយនៅត្រូវគេស្ដីឲ្យទៀតធ្វើបែបនេះសមទេប៉ាកំខឹងអីបៃឈិននៅក្មេងលេងតិចតួចជារឿងធម្មតាទេ ខ្ញុំនឹងបកស្រាយប្រាប់ពូឈិនឲ្យច្បាស់ មិនបាច់ទេឈិនយោនិយាយហើយឲ្យតែរំសាយកំហឹងនាងបានគ្រូសាសិនមិនប្រកាន់ទេមិនបាច់ឯងត្រូវលុកដៃទេ អញ្ចឹងកាលនោះប៉ាធ្វើមិនដឹងមិនលឺចំពោះទុកវេទនាដែលម៉ាក់បានឆ្លងកាត់ដែរមែនទេ អាកូនល្បិលគុណ ក៏គ្រាន់ជាងមនុស្សប្រុសដែលរុញមនុស្សស្រីទទួលខុសត្រូវដែរ ឯងប៉ា បងឈីស៊ីរឿងបងនឹងជីនចាយឆ្លោះគ្នាខ្ញុំបានឮអស់ហើយអ្នកមកបង្កាច់បងជាគេច្បាស់ណាស់អ្នកត្រូវចេញក៏ជាគេដែរ មិនខុសទេឯងនិយាយត្រូវមិនអាចបណ្ដោយរឿងនេះងាយងាយទេយាយព្រមជួយរឿងខ្ញុំមួយអន ម៉ាក់ទីនេះជាមទីពេនមានការឯងនិយាយគ្នានៅផ្ទះទៅ អាល្មើសគុណមកពីឯងនឹងតាំងពីឯងមិនតន់ចូលមកមិនដែលមានរឿងអីទេឆាប់ចេញពីទីនេះឲ្យបាត់ទៅ លិនស៊ឺម៉ែនបិទមាត់ស្អុយរបស់មិញទៅមិនអញ្ចឹង
ធានាថារឿងអាស្រូវមីងទាំងប្រមាណនឹងល្បីស្អែកនេះមិនខាននោះទេ អាគ្មានកំណត់យើងដែរមានរឿងពីអង្ការកុំមកមួយបង្កាច់បង្ខូចយើងណា យកយល់ដល់ប៉ានៅក្នុងបន្ទប់សង្គ្រោះបន្ទាន់លើកលែងឲ្យគេសិនចុះ អីយ៉ាអាអត់កំណត់ថោកទីបឯងនេះនិយាយអញ្ចឹងចង់ស្លាប់ហើយហ៎កូនប្រុសកូនមើលរឹកពីវិចុះ ម៉ាក់បៃឈិនបងសុំទោសជំនួសម៉ាក់ផងទៅសម្រាប់មុនចុះប៉ាតើបងនៅមើល បាន មកបៃឈិនអាយលាក់ពុតបានល្អមែន បើចិនហ្វូណាន់ឆាន់ឆ្លៀតឱកាសដែលឲ្យតម្លៃភាគហ៊ុនធ្លាក់ចុះគេបោកទិញភាគហ៊ុនពីអ្នកវិនិយោគតូចៗ ប្រកែល្បិចឲ្យគេឆ្លោះទាស់ទែងខ្លួនឯងអង្គុយចាំបេះផ្លែ ពួកយើងត្រូវតែបញ្ញាប់រស់រាន់ ឆាប់ដកព័ត៌មានពីឈីសៀទាំងអស់ទៅ ចុះបើមិនដកវិញនោះ អញ្ចឹងមើលឲ្យច្បាស់ទៅចាស់ក្បាលហើយនៅលេងបែបនេះទៀតបើរឿងនេះត្រូវគេសើចវិញមកហាលទៅហើយទេ មកបៃឈិនគិតថាខ្លួនឯងចេះណាគេ ចាវាយ ឆាប់ចេញបញ្ជាដកចេញឲ្យអស់រាល់ការស្រាវជ្រាវពេញនិយមពីឈីសៀ បាទ មកបៃឈិនយើងមើលសាលឯងពេកហើយ យ៉ាងម៉េចហើយបានរបស់នៅ ឆ្លៀតពេលគេមិនចាប់អារម្មណ៍ខ្ញុំបានលួចកូពីក្នុង USB នេះ ខ្ញុំដឹងច្បាស់ណាស់ចរិតមនុស្សដូចជាចៅលួចចំណងទុកមិនខាន បងឈីសៀបងមានកម្រងធ្វើអីបន្ទាប់ទៀត មើលនេះទៅរឿងអាស្រូវជនទី3មានការកលាប់ចាស់តាមពិនចវាយអ្នកលួចដាក់ថ្នាំម្នាក់នោះ ព្រះហើយចៅវាយម្នាក់នេះជាជីនចៅមែន គេហ៊ានលួចដាក់ថ្នាំបងឈីសៀពិតមែនថែមទាំងប៉ងរំលោភគាត់ទៀតខ្ញុំដឹងតាំងពីដើមគេគ្មានកំណត់ល្អទេមិនស្មានថាគេហ៊ានធ្វើថោកទាបដល់ម្លឹង គួរខ្ពើមណាស់មនុស្សដូចគេទុកនាំតប៉ះពោះវិស័យការងារយើងទេ ត្រូវហើយតែបដាអាចោម៉ាស៊ីននោះម្ដង គួរឲ្យមុំម៉ៅណាស់នាងលេងឈ្មោះបានទៀតហើយ អ្នកនាងសិន លោកជាអ្នកណាលោកជាអ្នកណា អ្នកនាងសិននាងត្រូវតែជួយខ្ញុំ ជាចៅមិនក៏សភាពដូចខ្មោចឆៅអញ្ចឹង លីសៀនាងបានយកវីដេអូពេញថ្ងៃនោះបាត់ទៅហើយថែមទាំងប្រឹងខ្ញុំទៀតពេលនេះបលីតាមចាប់ខ្ញុំ ល្ងីល្ងើមិនដឹងខ្យល់សោះអញ្ចឹងទៅនាងមើងងាយឯងខួរក្បាលអន់ដូចឯងអន់ជាងសាក់ជ្រូកទៅទៀត អ្នកនាងសិនត្រូវតែរកវិធីជួយខ្ញុំឲ្យបានណា ខ្ញុំអាចជួយលោកបានក៏ប៉ុន្តែលោកត្រូវធ្វើរឿងឲ្យខ្ញុំជាមុនសិន ឈីសៀមានរឿងអីសៀសៀ សិនឈិនយោចង់បានអីឲ្យប្រកន ឈីសៀលើកនេះចាំមើលអ្នកណាជួយនាងបានទៀត បើចិនស្ងប់ចិត្តបើកបែបនេះគ្រោះថ្នាក់ខ្លាំងណាស់ សៀសៀមានគ្រោះថ្នាក់ឲ្យយើងស្ងប់ចិត្តមិន កុំបារម្ភអីមនុស្សពួកយើងចេញចល័តអស់ហើយបាច់ចរកនាងឃើញ ស្រីថោកទាបហ៊ានដាក់អើបងឈិនយកពីយើងផងមើលទៅនាងពិតជាខ្លាំធំណាស់ ខ្ញុំមិនបានធ្វើ នៅហ៊ានបកកាយទីបើមិនដល់មេរៀនឲ្យនាងខ្លះទេនាងមិនព្រមសារភាពទេ ពួកនេះដឹងថាការចាប់សម្រិតមនុស្សខុសច្បាប់ដែរទេ ខុសច្បាប់ពេកនាងមិនបានសួរអ្នកនៅទីនេះទេអីថាតកោសិននៅហៃស៊ឺមានអំណាចធំខ្លាំងប៉ុណ្ណានោះ ទោះជាត្រកូលសិនតើវាយ៉ាងម៉េចគ្រួសារអភិជនមានមុខមាត់តែបែរជាធ្វើរឿងថោកទាបគំរាមប្រើអំណាចចេះតែប្រើច្បាប់ព្រៃតែប៉ុណ្្នឹងទេហ៎ត្រូវបានភ្នែកមើលឲ្យធំទៅបាន ឈីសៀធ្លាក់ក្នុងដៃខ្ញុំបែបនេះហើយនៅហ៊ានតមាត់ទៀត នាងពូកែយ៉ាងនេះចាំមើលខ្ញុំហែកមាត់នាងឲ្យដាច់អើយអើយហ៊ានធាក់ខ្ញុំផងអីខ្ញុំមិនលើកលែងឲ្យនាងទេ កុំបង្ខំរើផ្លូវស្លាប់ខ្លួនឯងឲ្យសោះពួកឯងពីរនាក់ចាប់សង្កត់វាឲ្យជាប់ នេះ នាងចង់ធ្វើអី ឆាប់ប្រាប់មកបើមុខនាងមួយនេះត្រូវខូចសម្រស់អស់នោះតើបងបៃឈិននៅស្រឡាញ់នាងទៀតទេ នាងហ៊ានទេ ខ្ញុំច្បាស់ជាហ៊ានហើយ
ខ្ញុំច្បាស់ជាហ៊ានហើយ មិនអីទេ មិនក៏បងនៅការពីនាងបានទៀតឃើញច្បាស់ណាស់ថាអ្នកដែលស្រឡាញ់បងគឺជាខ្ញុំ ឈានយកខ្ញុំបានប្រាប់នាងយូរហើយខ្ញុំមិនបានស្រឡាញ់នាងទេយកយល់ដោយសារនាងជាស្រីទើបខ្ញុំមិនឆ្លោះជាមួយតែបើហ៊ានធ្វើបាបគេទៀតខ្ញុំមិនដោះលែងនាងទេ បងបៃឈិន ស្អីគេបងឈិននិយាយមិនតាន់ច្បាស់ទៀតមែនទេ សុំទោសមកពីខ្ញុំទាំងអស់ដែលធ្វើឲ្យនាងឈឺចាប់ម្ដងហើយម្ដងទៀត មានពាក់ព័ន្ធនឹងលោកទេ ពួកយើងរៀបការជាមួយគ្នាទៅខ្ញុំចង់ឲ្យបងនៅក្បែរខ្ញុំដោយមានកិត្តិយសបំផុត ខ្ញុំ មិនអីទេខ្ញុំមិនប្រញាប់នោះទេខ្ញុំដឹងថាបងកំពុងភ័យនឹងរឿងមុននេះសម្រាប់ឲ្យស្រួលចុះ ល្អ គេងទៅសៀសៀខ្ញុំមិនឲ្យអ្នកណាធ្វើបាបនាងដាច់ខាតរឿងហ្វូហាន់ឈွန်ដល់ណាហើយ 70ដឹងអស់ហើយសល់តែផតានចុងក្រោយខែក្រោយប្រហែលជាផ្ញើមកក្នុងប្រទេសបាន ប៉ាទីបំផុតបានដឹងខ្លួនហើយកិច្ចការក្រុមហ៊ុនពេលនេះយ៉ាងមិនទៅហើយប៉ាពេលប៉ាស្លាប់នៅពេទ្យតម្លៃភាគហ៊ុនធ្លាក់ចុះព្រោះមានរឿងអាស្រ័យបៃឈិនពេលនេះម្ចាស់ភាគហ៊ុនជាច្រើននាំគ្នាតវ៉ាដកភាគហ៊ុនចេញទាំងអស់ថាម៉េចរឿងក្នុងបណ្ដាញសង្គមខ្ញុំកំចាត់រួចហើយតែថាពេលនេះតកូសិនដាក់សម្ពាធមកលើពួកយើងមើលទៅពូសិនដូចជាមានការបំពេញចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់បៃឈិនអាកូនចង្រៃម្នាក់នេះអាឈွန်ប្រញាប់ទៅណាត់ជួបពូសិនឲ្យប៉ាទៅបាទប៉ាបៃឈិនយើងនៅពូសិនសម្រេចគ្នារួចហើយរើភ្ជាប់ពីឯនឹងឈិនយោនឹងធ្វើឡើងនៅខែក្រោយនេះ ភ្ជាប់ពីស្អីខ្ញុំមិនព្រមទេ ពេលនេះក្រុមហ៊ុនកំពុងជាប់វិបត្តិធ្ងន់គ្រួសារសិនមិនព្រមលោកដៃជួយតែពួកគេមានលក្ខខណ្ឌតែមួយគត់ឯងត្រូវរៀបការជាមួយឈិនយោ អញ្ចឹងបានន័យថាអ្នកទាំងពីរកំពុងលួចខ្ញុំ ឈិនយោតែមានទ្រព្យមានគ្រួសារល្អមានអីមិនសមនឹងឯងម្យ៉ាងដើមហេតុទាំងនេះគឺមកពីឯងទាំងអស់មិនគួរចេញមុខទទួលខុសត្រូវទេ ប៉ាទើបបើកក្រុមហ៊ុនថ្ងៃដំបូងមែនត្រឹមរឿងអាស្រូវតែទួចអាចបំផ្លាញក្រុមហ៊ុនហ្វូមែនឬមួយក៏មានគេលួចបង្កបញ្ហាឲ្យប្រកប បៃឈិនណាក្រោយលើកមុនឯងនិយាយខ្លួនឯងថាចង់សាកល្បងស្វែងយល់ចិត្តជាមួយឈិនយោនោះហ៎ បើចង់លេងល្បិចរឿងការស្អីហ្នឹងប៉ាមិនចូលរួមការខ្លួនឯងទេ ចំពោះបញ្ហាមួយនេះមិនសម្រេចលើឯងនោះទេបើមិនចង់រៀបការទេរៀបបង្វិចចេញពីគ្រួសារហ្វូ ខ្ញុំមិនការទេអ្នកណាចង់រៀបការជាមួយការខ្លួនឯងទៅ អាកូនល្មើកូនឯងនេះឯងចង់យើងខឹងស្លាប់មែនទេតែប៉ាស្ងប់អារម្មណ៍សិនទៅចាំខ្ញុំទៅពិភាក្សាជាមួយគេម្ដងទៀតឲ្យច្បាស់ មិនក៏លោកនៅទីនេះ ខ្ញុំមកទទួលបងស្រីចេញពីធ្វើការ On a bed of nails, just to pierce 1,000 veins. ណែនឹងសៀចង់ញ៉ាំអីអត់ មិនបាច់ទេចង់ដឹងថាប្រធានហ្វូមានការអីទើបហៅខ្ញុំមកទីនេះ ណែនឹងសៀគ្រួសារហ្វូនិងគ្រួសារសិនទើបតែសម្រេចគ្នារឿងភ្ជាប់ពាក្យតែបៃឈិនបដិសេធមិនព្រមអញ្ចឹងទើបខ្ញុំហៅអ្នកនាងមកជជែកគ្នាដោយសារអ្នកនាងរៀងចាស់ទុំអញ្ចឹងបៃឈិនបន្តិចខ្ញុំគិតថាអ្នកនាងគួរតែយល់ជាងគេហើយ ប្រធានហ្វូបៃឈិនមិនមែនឧបករណ៍របស់តកូលហ្វូទេគាត់មានសិទ្ធិក្នុងការជ្រើសរើសខ្លួនឯងខ្ញុំគ្មានសិទ្ធិលូកដៃក្នុងការសម្រេចចិត្តគាត់ទេ ណែនឹងឈីខ្ញុំមិនមែនឲ្យអ្នកនាងបញ្ចុះបញ្ចូលគេទេក៏ប៉ុន្តែចង់ឲ្យអ្នកនាងដកខ្លួនចេញ គាត់ដឹងថាលោកមកជួបខ្ញុំដែរទេ អ្នកនាងអាចប្រាប់បៃឈិនបានតែពឹងលើប្រវត្តិអ្នកនាងខ្លាចតែគ្មានសមត្ថភាពតតាំងជាមួយគ្រួសារហ្វូខ្ញុំទេអាចនិយាយបានថាបៃឈិនក៏តតាំងមិនបានដែរ ដូច្នេះលោកប្រធានមិនមែនមកពិភាក្សាជាមួយខ្ញុំទេតែគឺមកបញ្ជាខ្ញុំ អេ
សិទ្ធិសម្រាប់គឺស្ថិតនៅលើអ្នកនាងទេខ្ញុំគ្រាន់តែចង់ប្រាប់អ្នកនាងមុនពីហានិភ័យនៃរឿងនេះតែប៉ុណ្ណោះតែបង្កើតសត្រូវជាមួយគ្រួសារហ្វូខ្ញុំដែលខាតគ្មានលទ្ធផលល្អឡើយតែក៏បារម្ភអីនៅទីនេះមានកងត្រាមួយច្បាប់ពីតកូលហ្វូដែលមានតម្លៃទៅដល់50លានទុកថាជាប្រាក់ឧបត្ថម្ភប៉ះពៅដែលគ្រួសារហ្វូផ្ដល់ជូនអ្នកនាងឈីខ្ញុំឮមកថាអ្នកនាងទើបតែបាត់បង់ការងារហើយបង្កើតស្ទីឌីយោផ្ទាល់ខ្លួនមែនទេបើគ្រួសារហ្វូនិងគ្រួសារសិនចូលដៃគ្នាលុបសិទ្ធិរស់ស៊ីរបស់អ្នកនាងនោះខ្ញុំគិតថាអ្នកនាងច្បាស់ជាពិបាកឈរជើងក្នុងវិស័យនេះហើយខ្ញុំទុកពេលឲ្យអ្នកនាង2ថ្ងៃជឿជាក់ថាអ្នកនាងច្បាស់ជាឆ្លាតច្បាស់ជាផ្ដល់ចម្លើយកប់ចិត្តមកខ្ញុំជាមិនខានពឹងលើប្រវត្តិអ្នកនាងខ្លាចតែគ្មានសមត្ថភាពតតាំងនឹងគ្រួសារហ្វូអាចនិយាយបានថាបៃឈិនក៏ទប់ទល់មិនជាប់ដែរនិយាយដូចល្អណាស់ថាសិទ្ធិសម្រេចស្ថិតលើខ្ញុំតែគេមិនបានទុកឱកាសឲ្យខ្ញុំនិយាយសោះបើគ្រួសារហ្វូនិងគ្រួសារសិនចូលដៃគ្នាលុបសិទ្ធិរស់ស៊ីរបស់អ្នកនាងនោះខ្ញុំគិតថាអ្នកនាងច្បាស់ជាពិបាកឈរជើងក្នុងវិស័យនេះហើយខ្ញុំទុកពេលឲ្យអ្នកនាង2ថ្ងៃជឿជាក់ថាអ្នកនាងច្បាស់ជាឆ្លាតច្បាស់ជាផ្ដល់ចម្លើយកប់ចិត្តមកខ្ញុំជាមិនខានមកបៃឈិនខ្ញុំគួរធ្វើអ្វីទៅស្រីស្អាតមកតើម្នាក់ឯងទេផឹកជាមួយគ្នាបន្តិចទៅចាញ់ទៅចរិតឆ្នះឆ្នើមតើខ្ញុំកាន់តែចូលចិត្តមកដើរលេងជាមួយបងប្រុសទៅលែងខ្ញុំទៅខ្ញុំមិនស្គាល់លោកទេគ្រាន់តែមកជាមួយបងប្រុសមកលែងខ្ញុំទៅតោះទៅលេងជាមួយបងបន្តិចទៅមិនចង់ងាប់ទេចេញទៅមកបៃឈិនទេបំផុតលោកមកហើយដឹងថាមកបានម្នាក់ឯងគ្រោះថ្នាក់ទេខ្ញុំសុំទោសខ្ញុំទៅចាក់ទឹកមកឲ្យផឹកកុំទៅអីបៃឈិនខ្ញុំចូលចិត្តលោកខ្ញុំស្រឡាញ់លោកខ្លាំងណាស់ទុកថាជាលើកចុងក្រោយចុះបៃឈិនលើកនេះឲ្យខ្ញុំអាត្មានិយមម្ដងចុះម៉ាមិនអីទេត្រូវរបួសត្រង់ណាអនសៀអញទៅបកករឿងជាមួយអ្នកណាគេនឹងពួកគេសម្រុកចូលមកកំទេរបស់របរអស់ពួកគេគំរាមឲ្យកូនដកខ្លួនចេញឲ្យឆ្ងាយពីមនុស្សឈ្មោះមូស្អីគេនោះច្បាស់ជាហ្វូហានឈន់នោះមិនខានម៉ាមិនអីទេចាំខ្ញុំដោះស្រាយខ្លួនឯងអ្នកនាងឈីឮថាយប់មិញអ្នកនាងទៅផ្ទះមកបៃឈិនទៀតហើយថ្ងៃនេះត្រឹមតែជាការប្រមានតិចតួចប៉ុណ្ណោះសង្ឃឹមថាអ្នកនាងឆាប់សម្រេចចិត្តម៉ាចាំខ្ញុំជួយរៀមបាទអ្នកនាងឈីព្រមយល់ការលឿនជាងនេះម្ល៉េះមិនចាំបាច់ពិបាកតាំងពីដំបូងចង់បានន័យថាម៉េចប្រធានហ្វូខ្ញុំព្រមបែកគ្នានឹងបៃឈិនតែខ្ញុំមិនទុកគេដូចទំនិញដោះដូរទេឈប់សិនអ្នកនាងឈីបើមិនព្រមចុះហត្ថលេខាទេនោះឲ្យខ្ញុំទុកចិត្តអ្នកនាងយ៉ាងម៉េចលោកដាច់ខាតត្រូវទៅលក់ក្បាលបៃឈិនឲ្យបាននេះសៀមិនក៏នៅទីនេះបៃឈិនខ្ញុំស្រឡាញ់លោកមកបៃឈិនពួកយើងបែកគ្នាទៅនិយាយអីគេខ្ញុំថាពួកយើងបែកគ្នាទៅតោះទៅកុំជួបមុខគ្នាទៀតអីមិនក៏និយាយបែកគ្នាមានគេគំរាមនាងគ្មានទេ
ខ្ញុំគ្រាន់តែលេងសើចនឹងលោកប៉ុណ្ណោះម្យ៉ាងទៀតខ្ញុំចង់បានអ្វីដែលខ្ញុំចង់បានហើយបើកភ្នែកមើលទៅនេះជាកងត្រារវាងខ្ញុំនិងក្រុមហ៊ុនហ្វូមកបៃឈិនលោកត្រូវខ្ញុំលក់ក្បាលចោលហើយចំពោះខ្ញុំលោកគ្មានអ្វីក្រៅពីរបស់ខ្ញុំបោកប្រើទេថ្ងៃក្រោយជួយនៅឲ្យឆ្ងាយពីខ្ញុំទៅ ខ្ញុំប្រាប់ហើយតើនាងអាចប្រើប្រាស់ខ្ញុំបានម្សិលមិញពួកយើងល្អលើនឹងគ្នាណាស់ លោកត្រឹមជាកូនអត់ខាន់ស្លាតែប៉ុណ្ណោះនៅជាមួយលោកធ្វើឲ្យខ្ញុំរអើមណាស់បៃឆាន់ខ្ញុំសុំទោសលោកពិតមែន 어떤 날인데도 내가 너 ឯងគម្រាមនាងមែនទេមែន អេបៃឈិនអ្វីដែលបងធ្វើគឺដើម្បីឯងតើ ឯងមានសិទ្ធិអីមកសម្រេចចិត្តឲ្យខ្ញុំ បៃឈិនយល់ជាឯងបានចូលគ្រួសារហ្វូហើយឯងគួរតែយល់ច្បាស់ណាស់ក្នុងគ្រួសារស្រុកស្ដំដោយពួកយើងមានមនុស្សស្រីចូលមកដើម្បីតែលុយច្រើនណាស់ឬឯងគិតថាឈិញសៀននឹងខុសពីគេ បើនាងស្រឡាញ់លុយមែនតើវាយ៉ាងម៉េចឲ្យតែខ្ញុំមានខ្ញុំនឹងឲ្យនាងទាំងអស់ ចុះជីវិតនាងវិញនោះការពារបានទេ បានន័យថាម៉េច ឯងគិតថាប៉ាស្រួលដោះស្រាយណាស់ហ៎យើងមិនខ្លាចប្រាប់ឯងទេម្ដាយឯងរងទុកប៉ុណ្ណាកាលនោះគឺជាបញ្ជារបស់ប៉ាទាំងអស់ឆ្លៀតពេលគាត់មិនតចាត់ការឈីស៊ីនោះយើងដាស់តឿនឯងស្ដាប់បង្គាប់រៀបការជាមួយឈិនយោទៅ គ្រាន់តែឃើញភ្លាមដឹងថាដកចិត្តពីនាងលៃរួចបាត់ហើយអូលោកមកទីនេះធ្វើអីពួកយើងបែកគ្នាដាច់ហើយ ធ្លាប់ស្រឡាញ់ខ្ញុំខ្លះទេទោះត្រឹម1នាទីក៏ដោយ មកបៃឆាន់ខ្ញុំប្រាប់លោករួចហើយខ្ញុំនឹងលោកលេងសើចទេ តាមពិតមកពីខ្ញុំរំពឹងខ្ពស់ខ្លួនឯង អ្នកណាទៅដឹងថាអ្នកប្រុសមូឆ្លងកាត់ធ្លាប់មានស្រីរាប់មិនអស់បែរជាមកគិតមែនតែន ដែលចិត្តធ្វើបែបនេះមែនណាខ្ញុំនឹងសិនឈានយោចិត្តភ្ជាប់ពាក្យទៅហើយ សូមអបអរផង ចិញ្ចៀននេះខ្ញុំធ្វើដោយផ្ទាល់ដៃតាមពិតខ្ញុំមានបំណងចង់សុំនាងរៀបការមិនថាយ៉ាងណាម្នាក់ដែលខ្ញុំចង់រៀបការជាមួយគឺនាង ខ្ញុំមិនអាចទទួលយកបានទេ ទោះនាងបោះវាចោលក៏ដោយក៏ត្រូវចាំខ្ញុំចេញទៅសិនដែរសៀឲ្យតែនាងនិយាយមួយម៉ាត់ខ្ញុំនឹងឈប់រៀបការ អ្នកប្រុសមូខ្ញុំនឹងលោកបែកគ្នារួចហើយលោកគួរតែទៅពិភពរបស់លោកវិញហើយ មិនក៏នាងដាច់ចិត្តបោះបង់ខ្ញុំចោលបែបនេះប្រាប់ខ្ញុំមកបានទេថាហេតុអី ចង់ឲ្យខ្ញុំប្រាប់លោកប្រហែលដងទៀតទៅអ្វីដែលខ្ញុំចង់បានគឺខ្ញុំយកបានហើយចំពោះខ្ញុំលោកគ្មានតម្លៃអីដែលខ្ញុំប្រើបានទៀតទេ ខ្ញុំយល់ហើយបើអញ្ចឹងខ្ញុំមិនរំខាននាងសម្រាប់ទេរាត្រីសួស្ដី 우리 헤매여도 오늘도 하더라도 옛처럼 사라진 그대 어디 있나요 얘들이랑 다른 បន្តិចទៀតឈិនយកមកដល់ត្រូវលុងនេះឲ្យបានល្អ ខ្ញុំដឹងហើយ អាយ៉ាលបងសិនមកដល់ហើយហ៎ សូមជើញអង្គុយ បងបៃឆាន់ លបងហ្វូបដៅកូនយ៉ាងម៉េចនឹងរាល់ថ្ងៃឃើញតែតាមស្រីចង់ស្លាប់ចង់រស់យ៉ាងម៉េចឈិនយកខ្ញុំមិនសមនឹងគេមិនទេ អាយ៉ាកូនខ្វះការអប់រំជាកំហុសឪពុកផ្ដើមបានល្អខ្ញុំស្ដីឲ្យគេម្ចាស់ដៃឲ្យលបងគឺថាធម្មតារឿងក្មេងៗពួកយើងគួរតែឲ្យពេលគេខ្លះទៅ បើមិនឈិនយកចូលចិត្តគេទេម្លេះខ្ញុំមិនព្រមភ្ជាប់ពាក្យឡើយ បៃឈិនឆាប់លើកទឹកជូនពូសិនមួយកែវទៅ ពូសិនពីមុនខ្ញុំមិនទាន់ចាស់ទុំខ្ញុំនឹងមើលថែឈានយកឲ្យបានល្អ
មិនទាន់បាយមួយម៉ាត់ផងបង្ខំឲ្យគាត់ផឹកបាត់ទៅហើយខូចកាពះណា មិនតរៀបការផងជាការពីប្តីបាត់ទៅហើយអញ្ចឹងពួកយើងនាំគ្នាពិសាទៅ អូតោះពិសាបាយពិសាបាយ មក ស្អប់យើងខ្លាំងណាស់ហ៎ដើម្បីក្រុមហ៊ុនដាច់ចិត្តលក់ឯងឲ្យគ្រូសាសិន អត់ទេខ្ញុំចង់ដឹងយូរហើយថាប៉ាបែបណាទើបតែបែកគ្នាប្រហែលថ្ងៃសោះលែងចង់មើលមុខខ្ញុំហើយ មកបៃឆាន់ពួកយើងបែកគ្នាហើយមិនក៏នៅតែមកទីនេះទៀត នាងពិតជាដាច់ចិត្តមែនណាមិនដូចខ្ញុំទេគិតដល់នាងគ្រប់ពេលវេលាទាំងអស់ មកបៃឆាន់លោកចង់បានអីឲ្យប្រកាសទៅ ខ្ញុំជិតរៀបការហើយ អបអរសាទរ ទៅចូលរួមមង្គលការខ្ញុំទេ គ្មានពេលទេ មិនទាន់បើកមើលថ្ងៃផងដឹងថាមិនទំនេរបាត់ទៅហើយ ឈប់និយាយរឿងផ្ដេសផ្ដាស់ទៀតបានអន់ តែធៀបរៀបការក៏នាងមិនហ៊ានលូកដៃទទួលផងចង់អុចភ្លើងស្នេហាចាស់ឡើងវិញមែន ខ្ញុំទៅក៏បាន បើចឹងទីបំផុតមកដល់ហើយបាត់មុខយូរមកហើយមិនដែលឃើញទេមិនមកលេងពួកយើងសោះ ត្រូវហើយបងឈិនព្រោះខ្ញុំគិតថាបងបាត់មុខក្នុងពិភពកូនហែងតើ របស់ខ្ញុំចង់បាននៅណា ខ្ញុំហ៊ានធានាថាដាក់តែមួយស្នៀតចំគោលដៅតែម្ដង អរគុណ ទៅវិញហើយផឹកបន្តិចទៅ ត្រូវហើយ ដល់ពេលហ្គេមធំចិត្តចាប់ផ្ដើមហើយ សូមអបអរ សូមអបអរសូមអបអរសូមអបអរណាសូមអបអរ អ្នកណាអញ្ជើញនាងមក ខ្ញុំហៅនាងមកក្រែងពីមុននាងស្អប់គេណាស់មែនទេឲ្យនាងមកមើលពួកយើងរៀបការមិនសប្បាយទេណាស់ហើយចុះពួកយើងទៅខាងនោះវិញ ជាកិច្ចបន្ទាប់សូមភ្ញៀវកិត្តិយសចូលរួមតាក់ដៃអបអរស្វាគមន៍កូនកំឡោះកូនក្រមុំសូមអញ្ជើញឡើងមក ព្រះហើយពួកគាត់សំគ្នាដល់ហើយពិតជាគូស្នេហ៍ដែលទេវតាចាស់មែន ពេលគ្រួសារប្រជុំភ្ជាប់ទំនាក់ទំនងគ្នាចង់ដឹងណាស់ថាតម្លៃភាគហ៊ុនពួកគេហក់ប៉ុន្មានទៅណោះកូនកំឡោះតាព្រមទទួលកូនក្រមុំនៅចំពោះមុខធ្វើជាភរិយាដែរទេមិនថាក្នុងគ្រាលំបាកឈឺថ្កាត់ឬមានសុខភាពល្អក្រឬក៏មានរួមរស់ជាមួយគ្នាអស់មួយជីវិតរហូតដល់ដង្ហើមចុងក្រោយកូនកំឡោះតាយល់ព្រមដែរទេ បងបៃឆាន់ ខ្ញុំមិនព្រមទេមនុស្សខ្ញុំចង់រៀបការជាមួយគឺនាង បងបៃឆាន់ក្នុងថ្ងៃសំខាន់បែបនេះកុំលេងសាច់ជ្រុលពេកបានទេ លេងសើចសិនឈានយោនាងដឹងខ្លួនឯងច្បាស់ជាងនរណាទាំងអស់ថាមង្គលការថ្ងៃនេះតាមពិតជាការសម័យសម័យមកខាងរបស់នាងតែប៉ុណ្ណោះ បងបៃឆាន់បើគ្មានចិត្តចង់រៀបការជាមួយខ្ញុំទេមិនក៏មិនព្រមបដិសេធតាំងពីដើមទៅអូសបន្លាយដល់ពេលនេះដើម្បីតែចង់ឲ្យភ្ញៀវសាច់ចំអកខ្ញុំហ៎ ខ្ញុំមិនធ្លាប់បដិសេធមែនមានប្រយោជន៍ស្អី តែអ្វីទាំងអស់ដែលខ្ញុំបានធ្វើព្រោះតែខ្ញុំស្រឡាញ់បង នាងប្រើប្រាស់ប៉ារបស់ខ្ញុំមកដាក់សម្ពាធលើខ្ញុំថែមទាំងលួចធ្វើបាបជាសៀដើម្បីគំរាមខ្ញុំម្ដងហើយម្ដងទៀតនេះហៅថាស្នេហា អត់ទេមិនមែនបែបហ្នឹងទេ ខ្ញុំបញ្ជាក់ម្ដងទៀតក្នុងចិត្តរបស់ខ្ញុំមានតែជាសៀម្នាក់គត់ កូនចង្រៃដឹងថាកំពុងធ្វើរឿងឈួតទេបៃឆិនថ្ងៃនេះមានភ្ញៀវមកច្រើនណាស់មានអីមិនពេញចិត្តចាំចាប់ទីសិនចាំនិយាយគ្នាទៅ ខ្ញុំនឹងធ្វើវានៅចំពោះមុខភ្ញៀវកិត្តិយសទាំងអស់ដើម្បីបញ្ជាក់ពីមង្គលការផលប្រយោជន៍នេះ មួយឈិនហ្នឹងដាច់ចិត្តកំទេចមង្គលការខ្លួនឯងលើកនេះផ្អាពេញស្រុកមិនខានទេ អើមែនហើយកូនស្រីតកោសិនត្រូវបឿលងាយបែបនេះគួរអាម៉ាស់ខ្លាំងណាស់បើបែកធ្លាយមាននរណាការជាមួយនាងទៀត បិទមាត់ឲ្យអស់ទៅលបងភូនេះជាកូនថ្លៃធ្នូដែលលបងបដៅមើលទេ ដែលលបងសិនខ្ញុំគ្មានបំណងទេ ថ្ងៃនេះតកូលភូហ៊ានមើងងាយកូនស្រីខ្ញុំដល់ថ្នាក់នេះ
ខ្ញុំដាច់ខាត់មើលលើកលែងឲ្យពួកលោកទេ លបងសិន មង្គលការថ្ងៃនេះគ្រួសារសិនយើងដកខ្លួនចេញ អាអត់កំណើតយើងដឹងពីដំបូងថាឯងជាមនុស្សចង្រៃមិត្តភាពច្រើនឆ្នាំគ្រួសារយើងត្រូវវាបផ្លាញ់អស់ហើយ មកបីឈិនឯងហ៊ានធ្វើរឿងស្អីនៅចំពោះមុខអ្នកដទៃផងគ្រួសារសិនយើងគ្រួសារហ្វូជាស្ត្រីនៅពីពេលនេះទៅ ណែលបងសិនចិត្តជាសិនទៅពូសិន ឈានយោពួកយើងទៅ លបងសិនមានអីនិយាយគ្នាតាមសម្រួលទៅត្រូវហើយ គ្រួសារពួកឯងរងចាំតែខ្សែធនឲ្យហើយទៅ ខ្ញុំមិនទៅទេខ្ញុំចង់រៀបការជាមួយបងបៃឈិន ទៅ ប៉ា មក ខ្ញុំមិនទៅទេ ឆាប់ទៅ លបងសិនអាកូនចង្រៃនៅមិនតន់យល់ទៀតទេគ្រួសារសិនដកវិនិយោគគ្រួសារយើងចាប់មិនខានទេ មិនចាំបាច់ឲ្យពួកគេដកទេគ្រួសារយើងចាប់បាត់ទៅហើយ បានន័យថាម៉េច ច្រើនឆ្នាំមកនេះពួកតកលហ្វូលោកលួចបន្លំតម្លៃភាគហ៊ុនបោកប្រាស់ទ្រព្យសម្បត្តិអ្នកវិនិយោគគិតថាបង្វិលលុយទៅក្រៅប្រទេសអាចដេកលក់ស្រួលគេចផុតពីច្បាប់បានណា បៃឈិនឯងចង់និយាយឲ្យប្រកាស គ្មានទេគ្រាន់តែចង់ឲ្យពួកឯងទៅដេកស៊ីបាយក្រហមនៅក្នុងគុកយកទៅមើលឲ្យច្បាស់ទៅ លោកពូផាត់តាំងទាំងនេះជាការពិតដែរទេ អើលោកហ្វូលុយបង្វិលនោះស្មើនឹង$2000 លានដែលអាចនឹងជាប់គុកអស់មួយជីវិតមានអ្វីចង់បកស្រាយដែរទេ លោកប្រធានតូចដឹងពីផែនការទុច្ចរិតរបស់ប៉ាលោកទេហើយបានចូលរួមចំណែកជាមួយឬអត់ គ្រប់គ្នារឿងល្មើសច្បាប់អស់នេះកើតឡើងពីតើមើលប៉ារបស់ខ្ញុំទាំងអស់ខ្ញុំមិនបានដឹងឮរឿងអីទាំងអស់អាកូនល្មើសគុណឯងនិយាយថាម៉េច អាយ៉ាឈប់សួរទៅជីផ្លូវ ប៉ាគិតមើលទៅបើពួកយើងត្រូវជាប់គុកទាំងអស់គ្នាត្រកូលហ្វូនៅរលាយបាត់អស់មិនខាន ដូចកូនដូចចរិតលូកក្បាលសាច់ញាតិឯងបែបនេះមានតាំងពីពួកវាកើតម្លេះពូហាន់ឈွန်គិតថាអាចរួចខ្លួនណាលើកមុនឯងលួចប្រើរឿងអាស្រូវយើងនឹងឈីសៀដើម្បីបន្លំតម្លៃភាគហ៊ុនរួចប្រើគណនៃក្រៅប្រទេសបុកទិញភាគហ៊ុនតម្លៃថោកគិតស្មានថាគេមិនដឹង ត្រឹមតែរឿងអាស្រូវតូចមួយមិនក៏ធ្វើឲ្យភីអូនគ្រួសារហ្វូធ្លាក់ចុះបែបនេះតាមពិតមានចៅក្បត់នៅខាងក្នុងសោះ មើលទៅទាំងទាំងកូនត្រូវស៊ីបាយក្រហមទាំងអស់គ្នាហើយ ក្រុមហ៊ុនតកូលហ្វូស្ថិតក្នុងដៃឯងហើយឯងនៅមិនដល់ពេញចិត្តទៀតហ៎បាទគឺវាមកបង្កាច់ខ្ញុំមិនបានធ្វើខុសច្បាប់ទេមិនមានឯងមានអាណាចាប់ចាយក្រុមហ៊ុនកើតដែរចំជាចិញ្ចឹមកពើមែនទេបាទថតធ្វើឲ្យខ្ញុំខ្លះទោះខ្ញុំមានឈ្មោះជាអ្នកប្រធាននៃក្រុមហ៊ុនហ្វូពិតមែនតែការងារក្រុមហ៊ុនតូចធំទាំងអស់មានកិច្ចការណាខ្លះដែលថាប៉ាមិនសម្រេចចិត្តនោះឯងប៉ាមិនដែលផ្ដល់ទំនុកចិត្តដល់ខ្ញុំទេ បានហើយឈប់ឆ្លោះគ្នាទៅចាំពេលទៅដល់ក្នុងគុកមានពេលច្រើនចាំជជែកគ្នាចុះ លោកទាំងពីរត្រូវបានសង្ស័យពីបទល្មើសសេដ្ឋកិច្ចសូមលោកសហការនឹងពួកយើងផង ពួកលោកចង់ធ្វើអីមិនឲ្យចាប់កូនខ្ញុំទៅទេអាមនុស្សចង្រៃគឺឯងជាអ្នកបំផ្លាញគ្រប់យ៉ាង3ឆ្នាំមុនមិនក៏យើងមិនច្បាច់កឯងឲ្យស្លាប់ អើយ មួយឈិងនឹងស្រីមុខក្រាស់យកប្តីគេចង់លេងរឹកពីដាក់យើងមែនទេនេះហើយជាលទ្ធផលរបស់នាង លិនស៊ឺម៉ែនមួយជីវិតខ្ញុំនេះដាច់ខាតមិនបំភ្លេចរឿងនោះចោលនោះឡើយ ចុះឯងអាចធ្វើអីបានទៅសំមុខមីស្រីនឹងហើយ ឆ្នាំនោះនាងប្រើល្បិចបំផ្លាញម្ដាយខ្ញុំមែនទេថ្ងៃនេះខ្ញុំនឹងប្រើល្បិចបំផ្លាញនាងវិញខ្ញុំនឹងធ្វើឲ្យនាងរស់នៅលក់មុខងើបមិនរួច អាមនុស្សចង្រៃក្រៅពីប្រហើនឯងនៅចេះស្អីទៀតយើងមិនដែលបន្ទាបខ្លួនថោកទាបដូចជាម៉ាក់ឯងស្រាប់ហើយជាជនទី3ដណ្ដើមប្តីគេ ក្រៃនេះជាលោកស្រីហ្វូអីព្រះហើយឬអាស្រូវលើកនេះធំមិនខានទេ នាងមិនបានធ្វើជនទី3លួចប្តីគេមែនតែវ័យចំណាស់នេះហើយនៅធ្វើរឿងឥតគេខ្មាស់ទៀត វីដេអូស្អី នាង អត់ទេមិនមែនខ្ញុំទេអូយ ម៉ានេះស្គាល់ពីថាខ្មាស់គេទេ គឺមកពីអាម្នាក់នោះទាំងអស់វាកំពុងកុហក លេ ទេ ងសឺមែនម្នាក់នេះលេងបានណាស់តាមិនដឹងថាលួចធ្វើរឿងនេះប្រមាណដងហើយទេ តាមស្ថានភាពនេះហ្វូហាន់ឈွန်ម្នាក់នេះអាចនឹងមិនមែនជាកូនបង្កើតរបស់លោកហ្វូទេ យើងស្លាប់នៅថ្ងៃនេះប៉ាចង់ធ្វើអីឈប់ភ្លាម ណែមើលទៅបើហ៊ានរារាំងសមត្ថកិច្ចពួកយើងនឹងចាប់ទៅជាមួយនឹងពួកគេហើយទៅ នឿយហត់ហើយបើមានអីឲ្យចូលរួមសហការនោះអាចតាក់ទងមកខ្ញុំបានម៉ាក់ទីបំផុតខ្ញុំសងសឹកជូនម៉ាក់បានហើយសៀពេលនេះគ្រប់យ៉ាងបានចប់ហើយពីពេលនេះតទៅគ្មានអ្នកណាបញ្ឈប់ពួកយើងបានទៀតនោះទេ គឺជានាង អូនព្រមរៀបការជាមួយបងទេ ខ្ញុំយល់ព្រមមកបៃឆាន់ខ្ញុំយល់ព្រម
តាមពិនតាំងពីដើមមកបងមិនដែលចង់រៀបការជាមួយឈិនយ៉ូទេអី តាំងពីបងឃើញអូនដំបូងបងជារបស់អូនបាត់ទៅហើយ In my imagination, oh no, it's real waking, consciously captive. បងស្រឡាញ់អូន Every wall is breaking, endlessly rearranging this world that we're calling. នេះជាសាច់តម្លៃ100លានឲ្យតែការងារបានសម្រេចខ្ញុំនឹងរៀបចំវិធីបញ្ជូនលោកទៅស្រុកក្រៅបើពួកឯងគ្មានធម៌មេត្តាបែបនេះហើយអញ្ចឹងកុំបន្ទោសថាខ្ញុំគ្មានមេត្តាឲ្យសោះអេបងឈីស៊ីការរចនានឹងទំព័រសៀវភៅថ្មីរៀបចំរួចហើយបើត្រូវចិត្តចាំខ្ញុំចាត់ចែងប្រាប់ខាងរោងពុម្ពធ្វើការហ្មងទៅ ចាំបងឆ្លៀតពេលពិនិត្យមើល អេត្រូវហើយក្រុមហ៊ុនហ្វូទៅផ្ញើកងត្រាសហប្រតិបត្តិការមកបងចង់មើលអត់ ក្រុមហ៊ុនហ្វូអី គ្រប់គ្នាថ្ងៃនេះជាថ្ងៃដែលលោកប្រធានថ្មីឡើងកាន់តំណែង ឮថាលោកប្រធានថ្មីនេះទើបមកពីក្រៅប្រទេសថ្មីត្បិតអាយុតិចក៏ប៉ុន្តែគាត់គ្រប់គ្រងក្រុមហ៊ុនពីរនៅក្រៅស្រុក មិនធម្មតាមែនមើលទៅក្រុមហ៊ុនហ្វូយើងចិត្តរីកចម្រើនមួយកម្រិតទៀតហើយ ឈប់មកទៅគាត់មកដល់ហើយ មិនក៏ជាអ្នកប្រម៉ូទទៅវិញ ពិតមែនហើយមិនអញ្ចឹង គ្រប់គ្នាបែបភ្ញាក់ផ្អើលហើយខ្ញុំនឹងបកស្រាយប្រាប់គ្រប់គ្នាជាផ្លូវការក្រុមហ៊ុនហ្វូត្រូវខ្ញុំទិញផ្ដាច់មុខជាបន្តទៅនេះខ្ញុំនឹងក្រុមជាអ្នកចូលមកកាន់កាប់ មិនក៏លួចបើកផ្លូវកាត់ឲ្យខ្ញុំបែបនេះ ព្រោះអូនជាប្រពន្ធបងរបស់បងជារបស់អូន លោកចាន សៀសៀអូនត្រូវតែទ្រាំឲ្យបានអូនច្បាស់ជាមិនកើតអីទេហ៎ ហេលេយើងទៅមានសិទ្ធិស្អីមកចាប់យើងបើចឹងមនុស្សដែលបងចង់បានមកដល់ហើយហ៎លោកចង់ធ្វើស្អី ចង់ធ្វើអីហ៎គឺចង់ឲ្យឯងងាប់នឹងហើយ បងឈិនត្រូវធ្វើយ៉ាងម៉េចបន្តទៀត បញ្ជូនវាទៅប៉ុស្តិ៍ទៅជួលមេធាវីបកែបំផុតមកប្តឹងវាពីបទប៉ុនប៉ងមនុស្សភាពដោយចេតនាយើងឲ្យពាក់កណ្ដាលជីវិតវាទៅស៊ីបាយក្រហមនៅក្នុងគុក បាទខ្ញុំនឹងចាត់ចែងឥឡូវនេះទៅ អ្នកជំងឺមានការប៉ះទង្គិចខួរក្បាលខ្លាំងពេលនេះគឺមិនទាន់អាចដឹងខ្លួនបានទេ អញ្ចឹងពេលណាទើបដឹងខ្លួនមកវិញ រឿងនេះពិបាកនិយាយណាស់ពឹងទៅលើការស្ដារឡើងវិញនៃសរីរាង្គនាងលឿនបំផុតអាចនឹង2 3ខែយូរបំផុតអាចនឹង2 3ឆ្នាំ សៀឆាប់ដឹងខ្លួនមកវិញមក បើឈិនខ្ញុំប្រមូលផោះតាំងមកទាំងអស់ប្រកល់ឲ្យបលិសហើយដែលការចាប់ខ្លួនចិនយោអាចនឹងឆាប់នេះ ឡោះ ចិនយោគួរតែលាក់ខ្លួននៅស្រុកក្រៅមួយរយៈសិនទៅចាំរឿងរ៉ាវស្ងប់ហើយចាំត្រឡប់មកវិញ ខ្ញុំដឹងហើយប៉ា អ្នកនេះត្រូវបានសង្ស័យពីបទជួឃាតករសម្រាប់មនុស្សសុំសហការផង លេ
ភ្លេចខ្ញុំទៅដឹងថាប៉ាខ្ញុំជានរណាទេ នាំទៅ អ្នកជំងឺទៅណាបាត់ហើយ អឺ នៅឯណា ខ្ញុំមិនដឹងទេមុននេះខ្ញុំឃើញនាងតើ ខ្ញុំជាអ្នកណា សៀ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 អ្នកគ្រូពេទ្យមានឃើញអ្នកជំងឺឈីសៀទេគឺម្នាក់ដែលដេកបន្ទប់អ្នកជំងឺមួយនោះ អត់ឃើញទេអត់ឃើញទេអត់ឃើញ អ ទេ រគុណហើយសៀសៀ 생각보다 훨씬 더 보고 싶고 생각보다 훨씬 그리워 សូមមកទៅនេះជូនអ្នកនាងខាងនំអាកាស 나를 봐온통 그대 생각에 잠 못 드는 이 밤은 한번 사랑한다고 말할 거야 គាត់ជាអ្នកណាគេ ប្រុសម្នាក់នេះមិនក៏មើលខ្ញុំមកដាក់ភ្នែកអញ្ចឹងក៏ប៉ុន្តែសង្ហារបស់គេប្អូនប្រុសជឿលើស្នេហាឃើញភ្លាមស្រឡាញ់ផ្លែតអន់